តែប៉ុណ្ណោះនៅក្នុងដៃគឺខារ៉ាបាវដែលនឹងត្រូវប្រកួតនៅថ្ងៃស្អែកក៏ដូចជា Premier League ដែលនឹងត្រូវសល់9ប្រកួតទៀតដើម្បីបញ្ចប់ការព្រឹត្តិការណ៍លីកនៅក្នុងឆ្នាំ2024-2025នេះបាទយើងឃើញហើយបាទសម្រាប់មកដល់ពេលនេះឃើញថាសម្រាប់ Manchester United ក៏ហាក់បីដូចជាធ្វើបានល្អនៅក្នុងតំបន់អឺរ៉ុបប៉ុន្តែហាក់បីដូចជាមុជមិនត្រូវទៅមិនឆ្ងាយទេជាមួយនឹងលីកក្នុងតំបន់បាទហើយយើងឃើញថាសម្រាប់ Manchester United មកដល់ពេលនេះគឺឈរលេខរៀងជាង10ទៅហើយបាទមិនទាន់ដឹងថាតើនឹងអាចធ្វើបានយ៉ាងល្អទៀតឬក៏យ៉ាងណាខណៈពេលដែលគាត់បើសិនជាអាចយកឈ្នះបានជាមួយនឹងពាន Europa League គាត់អាចនឹងមានកៅអីនៅក្នុងការប្រកួត UEFA Champions League នៅក្នុងរដូវកាលក្រោយបាទហើយសម្រាប់ Arsenal វិញមើលទៅរដូវកាលនេះគឺរងជើងឯកទៀតហើយស្របពេលដែលប្រកួត UEFA Champions League ត្រូវប៉ះជាមួយនឹង Atletico Real Madrid បាទតាំងតាំងមែនតើបាទតែយ៉ាងណាមិញប្រវត្តិធ្លាប់ជួបគ្នា Arsenal គេល្អជាងបាទត្បិតតែ Arsenal ល្អជាងប៉ុន្តែបើសិនជាយើងនិយាយពី Arsenal វិញជួនលិចជួនអណ្ដែតទេបាទពេលខ្លះទៅក៏បានលេង UEFA Champions League ពេលខ្លះទៅក៏អត់បានលេងទេអញ្ចឹងបើសិនជាយើងនិយាយវិញគឺយកការជួបគ្នានោះយូរលង់ណាស់មកហើយបាទជិតមកដល់ពេលនេះបើសិនជាយើងប្រៀបធៀប Real Madrid នេះគឺគេឡើងទៅ UEFA Champions League ជារៀងរាល់ឆ្នាំបើទោះជាមិនបានលើករាល់ឆ្នាំក៏គេបានឡើងទៅកាន់ UEFA Champions League ជារៀងរាល់ឆ្នាំដែរបាទស្របពេលដែល Arsenal ឆ្នាំខ្លះទៅក៏បានឡើងឆ្នាំខ្លះទៅក៏មិនបានឡើងឆ្នាំខ្លះទៅបានឡើងបានត្រឹមវគ្គជម្រុះក្នុងពូក៏ធ្លាក់បាត់បាទយ៉ាងណាមិញបាទយើងឃើញថាសម្រាប់បាទការប្រកួតលីកនៅក្នុងប្រទេសអង់គ្លេសក៏វាថាបីដូចជាសឹងតែយើងដឹងទៅហើយថាក្រុមដែលនឹងត្រូវលើកពានព្រោះដោយសារតែ Liverpool នឹងវាដាច់មកដល់ពេលនេះ12ពិន្ទុហើយដាច់បាទ12ពិន្ទុដាច់បាទទៅលើ Arsenal អញ្ចឹងមានន័យថាលុះត្រាតែ Liverpool ចាញ់4ប្រកួត Arsenal ឈ្នះ4ប្រកួតទើបក្រុមទាំងពីរនេះស្មើពិន្ទុគ្នាបាទហើយសម្រាប់នៅក្នុងកៅអី Top 4 វិញគឺកំពុងតែស្ថិតនៅក្នុងការប្រទីងបន្ទង់គ្នាខ្លាំងបាទមានតាំងពី Nottingham Forest Manchester City បាទ Chelsea ក៏ស្ថិតនៅក្នុងការប្រទីងបន្ទង់ជាមួយនឹងតំណែង Top 4បាទអញ្ចឹងចាំមើលតើក្រុមណាដែលនឹងអាច Top 4បាននៅក្នុងរដូវកាលនេះបាទគណៈពេលដែលក្រុមដែលត្រូវកាត់ចេញទៅកាន់ Championship នោះគឺមួយច្បាស់ការតែម្ដងគឺ Southampton បាទលែងមានអីការប្រកួតប្រជែងអីទៀតហើយនៅសល់ប្រហែល9 10ប្រកួតនេះគឺទុកសម្រាប់តែការលេងដើម្បីបង្ក្រប់កិច្ចតែប៉ុណ្ណោះបាទសម្រាប់ Southampton បាទអរគុណច្រើនបាទប្រិយមិត្តទាំងអស់គ្នាបាទអញ្ចឹងស្វាគមន៍ទៅកាន់ប្រិយមិត្តយើងបន្តិចទៅមុននឹងយើងឈានចូលដល់ព័ត៌មានរបស់យើងថ្ងៃនេះហើយសម្រាប់ព័ត៌មានថ្មីនេះក៏ដូចជាអត់មានអីប្លែកដែរបាទជម្រាបជូនជាមួយនឹងព័ត៌មានពូប៉ុកបាបន្តិចបាទសម្រាប់ពូប៉ុកបាគឺអាចចូលរួមបានហើយបាទដូចខ្ញុំរៀបរាប់ជូនប្រិយមិត្តអញ្ចឹងគឺបាទការដាក់ពិន័យរបស់គាត់គឺនៅត្រឹមខែ3ឥឡូវនេះដល់ថ្ងៃហើយប្រិមិត្តបាទដល់ថ្ងៃហើយគាត់អាចបាទចូលរួមជាមួយនឹងក្លឹបណាមួយដែលគេត្រូវការគាត់បាទស្របពេលដែលព័ត៌មានចុងក្រោយបញ្ជាក់ថាគាត់អាចនឹងសុំបាទឬក៏អាចនិយាយថាត្រូវគ្នាជាមួយនឹង Manchester United បាទមកចូលរួមបណ្ដោះអាសន្នប៉ុន្តែយើងមិនទាន់ដឹងថាយ៉ាងណាដែរទេបាទចង់ចាំអ៊ុតមើលបន្តទៀតថាតើនឹងអាចមកឬក៏អត់គណៈពេលដែល Genda បាទជាកីឡាកររបស់ Sporting នោះ Man U ចរចាឡើងឥឡូវនេះគឺជេរត្រូវគ្នាជាមួយនឹង Chelsea បាត់អើយបាទមើលទៅ Man U នេះចង់បានអ្នកណាក៏វេទនាដែរបាទស្របពេលដែល Manchester City កំពុងតែស្ថិតនៅក្នុងភាពលំបាកលំបិនខ្លាំងមែនទែនបាទមិនដឹងថាទៅមុខឬក៏ថយក្រោយទេសម្រាប់រដូវកាលថ្មីនេះតើនឹងអាចលេង UEFA Champions League បានឬអត់នៅក្នុងរដូវកាលក្រោយរងចាំអ៊ុតមើលនៅ9ប្រកួតចុងក្រោយនេះតើ Manchester City នឹងទៅជាយ៉ាងណាគណៈពេលដែលការប្រកួតយប់នេះគឺត្រូវការពិន្ទុចាំបាច់បាទស្របពេលដែលប៉ះជាមួយនឹង Brighton រដូវកាលនេះក៏រៀងធូរដែរបាទរៀងថយកម្លាំងខ្លះបាទថយកម្លាំងខ្លះបាទចឹងសួស្តីទៅកាន់យើងប្រិយមិត្តយើងបន្តិចទៅបាទមុននឹងយើងឈានចូលដល់ព័ត៌មានរបស់យើងបាទសួស្តីទៅកាន់ងួនសុវិនបាទហេងកំអាងសួស្តីទៅកាន់អុកណារីមេស៊ីបាទជាងហេងសិប្បកម្មដែកបាទបងសេចក្ដីត្រាអូតូខារីភែបាទ Benzi បាទសួស្ដីទៅកាន់មេងយឺបាទសួស្ដីទៅកាន់ជាងវិតបាទលឿកវិបុលបាទសួស្ដីទៅគ្នាទៅកាន់ថាំធានបាទវុធីស្រូបាទសួស្ដីទៅកាន់ហ៊ុនបន្ទាបសួស្ដីទៅកាន់រ៉ូណាបាទដេលីឡែមបាទសួស្ដីទៅគ្នាបាទទៅកាន់ថារតប្រាក់បាទហើយសួស្ដីទៅកាន់ហៀវិតបាទ Harry Maguire តែពិតមិនមែនដោយសារលោក Tuchel គាត់មិនចង់ហៅទេដោយសារតែគាត់របួសបាទរបួសញោមញីពេកអញ្ចឹងប្រហែលជាលោក Tuchel អត់ចង់ហៅទេបាទថរតប្រាក់សួស្ដីទៅកាន់ហៀវិតបាទពៅចម្រុង CR សួស្ដីទៅកាន់ខេមរាបាទរឿនកុសលបាទសួស្ដីទៅកាន់អុកសុភាបាទហងហោះដល់លើមេឃហើយក៏ប៉ុន្តែជាប់អន្ទាក់អ្នកប្រមាញ់បាទជាងខៀងបាទសួស្ដីទៅកាន់ពៅចម្រុង CR បាទបើសង្ឃឹមសន្លប់ហើយបាទចូលរួមសោកស្ដាយបាទសួស្ដីទៅកាន់ស្មោះស្នេហ៍បាទសរាយុទ្ធសួស្ដីទៅកាន់លឹកវិបុលសួស្ដីទៅកាន់រស់សុវណ្ណរោបាទសួស្ដីទៅកាន់ណកវិនីតាបាទសួស្ដីទៅកាន់អាដេវីតបាទសួស្ដីគ្នាទៅកាន់ញឹមកកដាបាទរ៉ូណាបាទសួស្ដីទៅកាន់ឆែមមេងហៀងបាទទីបាទសួស្ដីទៅកាន់យ៉ែមកំសានបាទគឹមងឹមសមេតបាទសួស្ដីទៅកាន់ធីប៊ុនឆាយបាទសាទូរ៉ូគូជូបាទសួស្ដីគ្នា
បាទសួស្ដីទៅកាន់លីហេងប៉េនបាទលីហេងប៉ែនបាទអ៊ុយបាទអានប៉េនបាទសុំ20ទោសបាទស្រេងភិរៈបាទសួស្ដីទៅកាន់ប៊ូនីឈិនបាទសួស្ដីទៅកាន់រ៉ូណាបាទថនរ៉ាទីជាងខៀងសួស្ដីទៅកាន់អ្នកលក់តកបាទរ៉ូណាបាទទីអាំង7មករាបាទជំរាបសួរបាទសួស្ដីទៅកាន់មហាទេពស្មាមេឃស្មោះស្នេហ៍បាទកុសលយានបាទសួស្ដីទៅកាន់កេណារ៉ាត់បាទសួស្ដីដូចគ្នាទៅកាន់ Jackson អាសាន់តូបាទសួស្ដីដូចគ្នាទៅកាន់ទឹកបាទប្រូហេង JO បាទសវណ្ណរាជឆនបាទសួស្ដីដូចគ្នាទៅកាន់ឌុនសុផានិតបាទសៀងហ៊ុនបាទសួស្ដីបាទអាសនៈអាចទៅរួចទេមួយជាមួយនឹងរៀលម៉ាឌ្រីតទេបាទសួស្ដីទៅកាន់ភីរិនបាទរតមាសបាទសួស្ដីទៅកាន់ឆៃរតនាបាទគីសូនីសៃគង់ទូចវិចិត្របាទប៉ុកគឹមបាទសួស្ដីទៅកាន់សីហារតនាបាទឡុងវណ្ណៈស្មោះស្នេហ៍សួស្ដីទៅកាន់បង LG បាទសួស្ដីទៅកាន់សុផានុនបាទសួស្ដីទៅកាន់ច័ន្ទណាស្រេងបាទបូតប្រូហេង JO បាទវ៉ែនឈូរ៉េតបាទសួស្ដីទៅកាន់វិនបាទភ័ក្រវិនសានបាទសួស្ដីទៅកាន់វិនបាទឈុំឆនបាទសួស្ដីទៅគ្នាបាទសួស្ដីទៅកាន់ឌីដូណាន់បាទសួស្ដីទៅកាន់រ៉ាឈិតបាទជួនសុភាសួស្ដីទៅកាន់ងួនសវ័យបាទជ័យផាឌិនបាទសួស្ដីទៅគ្នាជំរាបសួរជ័យផាឌិនបាទអាធិការឌុំបាទហើយស្ដីទៅកាន់ដាវីនរ៉ូលីបាទលីមហេងបាទសីហារតនាបាទបង LG បាទស្ដីទៅកាន់បាទខ្ពងខ្វាន់សទ្ធីបាទសុខសប្បាយបាទស្ដីទៅកាន់រ៉ាឈិតបាទពៅចម្រុង CR បាទហើយអីបាទលីអ៊ីងកូនប៉ាបាទសួស្ដីដូចគ្នាបាទជំរាបសួរបាទសួស្ដីទៅកាន់ជេគីមករាកងទូចវិចិត្រគង់ទូចវិចិត្របាទហើយហើយបាទអរគុណច្រើនបាទយ៉ែងកំសាន្តបាទលីភូកំពុងតែមានបញ្ហារបួសខ្សែការពារបាទសួស្ដីទៅកាន់សាលបាទជំរាបសួរបាទអរគុណច្រើនបាទតែពុតទៅបានដាច់អត់អីទេប្រិមត្តតែមានបញ្ហាកូណាន់តេហើយនឹងTrent Alexander Arnold បាទសម្រាប់ Arnold គឺអាចនឹងរហូតដល់ចុងបញ្ចប់នៃរដូវកាលប៉ុន្តែសម្រាប់កូណាន់តេគឺហាក់បីដូចជាអត់ខានឃើញវឹកហាត់កាលពីម្សិលមិញអញ្ចឹងអត់ទាន់ដឹងថាស្អែកនេះមានឈ្មោះអត់ទេបាទហើយសួស្ដីទៅកាន់សាលបាទចិត្តបាទជំរាបសួរបាទអូនីនីនបាទសួស្ដីទៅកាន់ចិត្តសាលបាទក៏ដូចជាបាទសួស្ដីទៅកាន់អ៊ីងរិទ្ធីបាទសូវណ្ណាសុតវណ្ណាឆនវ៉ានីបាទសួស្ដីវ៉ាន់ឌីបាទសួស្ដីទៅកាន់លេងកុសលណាណាខ្ជូតបាទសុភ័ណ្ឌខាន់បាទសួស្ដីទៅគ្នាទៅកាន់ស្មោះស្នេហ៍បាទហើយសួស្ដីទៅកាន់សុភានួនបាទហៅហើយបាទជ័យផាឌិនបាទអរគុណច្រើននឹកដូចគ្នាបាទថ្ងៃណាទៅនេះហៅខ្ញុំជួបផងបាទសួស្ដីទៅកាន់សុភានួនហៅហើយបាទជាសម្បត្តិបាទសួស្ដីគ្នាទៅកាន់សុកសុភាបាទហើយសំភា CKLS បាទសួស្ដីទៅកាន់សីហារតនាបាទសួស្ដីទៅកាន់សុភានួនហៅហើយបាទរនតារាបាទសួស្ដីទៅកាន់ AFC បាទក៏ដូចជាឆាងបាទហើយច័ន្ទណាស្រេងបាទសងទីនអេស្ប៉ាញមួយណាលើកពៀនអញបាទលើកពៀនបាទហើយចាំខ្ញុំនិយាយវិញបាទរ៉ាវីស្អែកចាំនិយាយបាទហើយសួស្ដីទៅគ្នាទៅកាន់ថាបាទសឹមសារ៉ាត់បាទក៏ដូចជាចម្រុងតកៅបាទម៉ៅសូហ្វីណាបាទសួស្ដីលើកវិបុលបាទម៉ោនណាម៉េសិនម៉ោនតាមពិតការប្រកួតចុងក្រោយប្រិមិត្តមើលទៅឃើញហាក់បាទដូចជាមើលទៅដូចជាទំនងប៉ុន្តែបើសិតមកដល់ពេលនេះគាត់ខានលេងជាអស់រយៈពេលជាច្រើនទៅហើយបាទខ្ញុំគិតថាដូចជាមិនទាន់មានភាពអីប្រឡោះសាលទេបាទសម្រាប់ Mason Mount ណាបាទហើយមើលទៅប្រហែលជាមិនអាចបន្តនៅជាមួយនឹង Man U បានទៀតទេបាទលីរធីបាទសួស្ដីទៅគ្នាទៅកាន់ងនសុកណាបាទសួស្ដីគ្នាទៅកាន់ Haron Lee បាទ Haron Lee បាទហើយសួស្ដីទៅកាន់សីហារតនាបាទហាប់ហៃហ្វុងបាទក៏ដូចជាបាទស្មោះស្នេហ៍បាទហើយសួស្ដីទៅកាន់ឈុនឆនបាទមន់ណាបាទហុងវ៉ាន់ឌឿនបាទក៏ដូចជាបាទជាជាតិបាទហើយសួស្ដីបាទសាលបាទហើយសុំសរឿនបាទក៏ដូចជាបាទមឿនសុភ័ក្រក៏ដូចជាភីរិនបាទអាសនៈពិបាកមួយរៀលណាបាទណែមសុផាតបាទសួស្ដីសុខសប្បាយបាទប៉ុណ្្នឹងចោះប្រិមត្តណាបាទល្អបាទ Man U ល្អតែប្រកួត Euro ឯងបាទសុខភាពលីភូខាន់វិនបាទពៀន this season ណាបាទវឌ្ឍនាបាទនៅប៉ែកអឺរ៉ុបគេផ្ទុះការវែកញែករឿង Bruno និង Odegaard ចុះសម្រាប់តាគិតថាម្នាក់ណាជួយក្រុមបានច្រើនជាងអញ្ចឹងយើងប៉ុណ្្នឹងចោះប្រិមត្តណាស្វាគមន៍ទៅកាន់ប្រិមត្តយើងប៉ុណ្្នឹងចោះហើយប្រិមត្តបានលើឈ្មោះក៏សូមខន្តីអភ័យទោសបាទហើយក៏យើងប៉ុណ្្នឹងទៅកុំឲ្យខាតពេលវេលាបាទបើសិនជាយើងនិយាយអំពី Bruno Fernandes ហើយជាមួយនឹង Martin Odegaard ពិតណាស់បើសិនជាយើងនិយាយអំពីស្ថិតិគឺពិតជាល្អមែនសម្រាប់បាទ Bruno Fernandes គឺស្ថិតិគាត់គឺល្អជាង Martin Odegaard បាទទាំងការបញ្ជូនបាល់បាទក៏ដូចជាការអាស៊ីក៏ដូចជាការរកគ្រាប់បាល់នៅក្នុងរដូវកាលនេះអាចនិយាយបានថា Bruno Fernandes គឺមានស្ថិតិល្អជាង Martin Odegaard បើសិនជាយើងនិយាយអំពីស្ថិតិយើងអាចនិយាយបានថាកីឡាករ Bruno Fernandes គឺមានប្រៀបជាងបាទទៅលើ Martin Odegaard ប៉ុន្តែបើសិនជាយើងនិយាយអំពីការសហការគ្នាជាក្រុមយើងអាចនិយាយបានថាសម្រាប់ Arsenal គឺមានការសហការគ្នាជាក្រុមគឺបានល្អប្រសើរជាងបាទ Manchester United
Bruno Fernandes ជួយក្រុមបានច្រើនប៉ុន្តែគាត់ក៏បានសាងនៅកំហុសដែលយើងមើលទៅឃើញនឹងផ្នែកដូចគ្នាបាទក៏ដូចជាការព្យាយាមសុទ្ធបាទព្យាយាមរកគ្រាប់បាល់បាទប្រិមិត្តលើកឡើងថាសម្រាប់ Bruno គាត់មិនទុកចិត្តជាមួយនឹងតំបន់ប្រយុទ្ធដែលធ្វើឲ្យគាត់នឹងខ្លាចបាទព្យាយាមរកគ្រាប់បាល់ដោយខ្លួនឯងបាទពិតណាស់ប្រសិនបើគាត់ចង់បានគ្រាប់បាល់ដោយខ្លួនឯងគាត់គួរតែមានការផ្លាស់ប្ដូរជាមួយនឹងបាទតំបន់នៅក្នុងការលេងឲ្យបានច្រើនបាទជាមួយនឹងការប្រយុទ្ធទេណាបាទប៉ុន្តែយ៉ាងណាមិញគឺគាត់លេងច្រើនមែនសម្រាប់ Bruno Fernandes តែពិតគាត់មិនមែនអន់ទេគាត់ពិតជាល្អមែនប៉ុន្តែអ្វីដែលខ្ញុំមើលឃើញទៅបញ្ហាធំបំផុតរបស់គាត់កន្លែងមួយចំនួនខ្លះគឺគ្រាប់បាល់ហ្នឹងគាត់មិនសូវសុទ្ធទេព្រោះដោយសារតែគេខ្សែការពារគឺបាំងពីចម្ងាយអស់ទៅហើយបាទបាំងពីចម្ងាយបាទបាំងពីមុខអស់ទៅហើយអញ្ចឹងគាត់អត់ត្រូវសុទ្ធទេបាល់ហ្នឹងវាខាតបាទបាល់ខ្លះមួយចំនួនខ្លះត្រូវបញ្ជូនឲ្យមិត្តរួមក្រុមគឺវាល្អជាងតែគាត់អត់បញ្ជូននេះគាត់បែរទៅជាសុទ្ធទៅវិញបើយើងប្រៀបធៀបកន្លែងនេះគឺ Martin Odegaard គឺគាត់យកចិត្តទុកដាក់ជាមួយនឹងក្រុមច្រើនជាងការសុទ្ធអញ្ចឹងចំណុចនេះគឺជាចំណុចខ្វះខាតមួយរបស់ Bruno Fernandes ប៉ុន្តែបើសិនជាយើងនិយាយអំពីស្ថិតិវិញនៅក្នុងរដូវកាលនេះគឺ Bruno Fernandes គឺមានស្ថិតិមួយដ៏ល្អហើយណាមួយទៀតសម្រាប់ Bruno Fernandes គឺនៅក្នុងរដូវកាលនេះខ្លាចជាកីឡាករដែលបាទនៅក្នុងប្រវត្តិសាស្ត្ររបស់ Europa League គឺកីឡាករដែលរកគ្រាប់បាល់ឬក៏ជាកីឡាករដែលពាក់ព័ន្ធជាមួយនឹងការរកគ្រាប់បាល់ពាក់ព័ន្ធជាមួយការរកគ្រាប់បាល់មានន័យថាកីឡាករហ្នឹងគឺអាស៊ីផងរកគ្រាប់បាល់ផងបាទច្រើនជាងគេបំផុតបាទនៅក្នុងប្រវត្តិសាស្ត្ររបស់ Europa League បាទអញ្ចឹងយើងអាចនិយាយបានថាសម្រាប់ Bruno Fernandes គឺគាត់ល្អហើយបាទល្អខ្ញុំមិនមែនថាគាត់មិនល្អទេប៉ុន្តែចំណុចមួយដែលអវិជ្ជមានដ៏ធំបំផុតរបស់គាត់នោះគឺការគាត់ជាកាពីតែនគាត់គឺជាប្រធានក្រុមគាត់គួរតែនាំក្រុមនេះគាត់គួរតែផ្ដល់បាល់ឲ្យក្រុមឲ្យបានច្រើនព្រោះតែតួនាទីរបស់គាត់ក៏ជាតំបន់បម្រើដែរប៉ុន្តែឲ្យទៅដល់មុខទីមានឱកាសគឺគាត់ព្យាយាមរកគ្រាប់បាល់ចំណុចនេះគឺជាចំណុចអវិជ្ជមានតែមួយគត់បាទរបស់ Bruno Fernandes ដែលធ្វើឲ្យវាមានចំណោទបញ្ហាដល់ក្រុមទាំងមូលអ្វីដែលយើងបានមើលឃើញគឺតើសួរថាតើបកដាក់ខ្សែប្រយុទ្ធមកធ្វើអីបើសិនជាតំបន់បម្រើមិន support មិនជួយមិនបញ្ជូនឲ្យទៅកាន់ខ្សែប្រយុទ្ធហើយព្យាយាមរកគ្រាប់បាល់ខ្លួនឯងសួរថាតើដាក់តំបន់ប្រយុទ្ធមកទាំងអីអញ្ចឹងយកគាត់ធ្វើប្រយុទ្ធមកទៅលេងបម្រើអស់ហើយគាត់ឆ្លៀតទៅប្រយុទ្ធហ្មងទៅវាមិនល្អទេបាទនឹងគ្រាន់តែជាចំណុចមួយទេបាទជំរាបជូនទៅប្រិយមិត្តបើសិនជាមានការលើកឡើងថាបាទអ្នកណាល្អជាងបើសិនជាយើងនិយាយអំពីស្ថិតិមែនគឺ Bruno Fernandes គឺល្អជាង Martin Odegaard ប៉ុន្តែបើសិនជាយើងនិយាយអំពីការសហការគ្នាជាក្រុម Martin Odegaard គឺសម្រាប់ Arsenal វិញគឺគេមានការសហការគ្នាជាក្រុមបានច្រើនជាងបើសិនជាយើងនិយាយពីសុទ្ធវិញគឺគេមិនងាយនឹងសុទ្ធទេគឺគេស្វែងរកប្រឡោះស្វែងរកកន្លែងហើយស្រេចតែមើល Man U វិញឲ្យតែមានឱកាសគឺដឹងតែពីសុទ្ធបាទហើយបើសុទ្ធពេលខ្លះទៅវាល្អទៅមានអីបើសុទ្ធពេលខ្លះទៅអូបោះបាល់ឲ្យគេអញ្ចឹងដល់ពេលគេមកវិញផ្លាត់ស្នៀតចាញ់គេអាឡៃចំណុចហ្នឹងឯងបាទយ៉ាងណាមិញក៏អបអរសម្រាប់បាទ Manchester United ដែលបានឡើងទៅកាន់វគ្គបន្ទាប់ទៀតហើយជាមួយនឹងការប្រកួត Europa League បាទហើយAston លើក UCL ហ៎ PSG និង Arsenal បាទជួនច័ន្ទរស្មីបាទសុខសប្តីទៅកាន់សិនសីមនីបាទមកហើយបាទហើយជូនពរបាទទៅកាន់សីមនីបាទជោគជ័យក្នុងជីវិតគ្រួសារបាទសំណាងល្អបាទហើយក៏ដូចជាបាទហេងណាអរគុណច្រើនបាទហើយJulian Alvarez ទាត់ពេលនាទីគេមិនអោយតោះតាមពិតទៅប្រហែលថ្ងៃនេះក៏មានប្រិយមិត្តបាទឆាតមកសួរខ្ញុំជាបន្តបន្ទាប់តាក់ទងជាមួយនឹងក្របបាល់ពេលនាទីរបស់ Julian Alvarez បាទចំណុចនេះផងដែរសម្រាប់ AT Madrid បានដាក់ពាក្យបណ្ដឹងហើយបាទមិនមែនដាក់ពាក្យបណ្ដឹងឲ្យលេងឡើងវិញនោះទេសម្រាប់បាទ AT Madrid គឺដាក់ពាក្យបណ្ដឹងដើម្បីឲ្យសាររើថាមិនចង់ឲ្យវាមានរឿងចឹងកើតឡើងបន្តទៀតជាមួយនឹងពិភពបាល់ទាត់បាទអ្វីដែលបកាដែល AT Madrid មិនសុខចិត្តនោះគឺការសម្រេចចិត្តរបស់អាជ្ញាកណ្ដាលហាក់ដូចជាលឿនពេកនៅក្នុងការមិនផ្ដល់បាល់បាទគ្រាប់បាល់ដែលចូលនេះរបស់ Julian Alvarez យោងតាមអាជ្ញាកណ្ដាល VAR ឬក៏វីដេអូអាជ្ញាកណ្ដាលបានមើលឃើញថាសម្រាប់ជើងឆ្វេងរបស់ Julian Alvarez ហ្នឹងបានប៉ះបាល់មួយតង់ហើយអញ្ចឹងធ្វើឲ្យជើងស្ដាំនៃគាត់ទៅនេះគឺជាការប៉ះជាលើកទី2ដែលពេលហ្នឹងទីគឺគេផ្ដល់ឲ្យតែមួយប៉ះទេអញ្ចឹងមានន័យថាសម្រាប់ Julian Alvarez គឺខុសជាមួយនឹងលក្ខន្តិកៈនៃការសុទ្ធគ្រាប់បាល់ពេលហ្នឹងទីចំណុចនេះហើយធ្វើឲ្យអាជ្ញាកណ្ដាលវីដេអូអាជ្ញាកណ្ដាលឬក៏អាជ្ញាកណ្ដាល VAR នេះបានបញ្ជាក់ទៅកាន់លើអាជ្ញាកណ្ដាលទីលានថាគាត់បានប៉ះពីប៉ះបាទគណៈពេលដែលខាង AT Madrid បានបង្ហាញថាគ្រប់អង្គកាមេរ៉ាឬក៏គ្រប់ប្លង់កាមេរ៉ាទាំងអស់មិនបានបញ្ជាក់ឬក៏អត់បានមើលឃើញថា Julian Alvarez នេះជើងឆ្វេងមកគាត់បានប៉ះជាមួយនឹងបាល់ទេបាទយ៉ាងណាមិញក៏យើងបានឃើញដែរបាទមើលទៅដូចជាបាល់អត់អង្គើបាទចំណុចនេះគឺ AT Madrid គេនិយាយមកគឺត្រូវគឺបាល់ហ្នឹងគឺពិតជាមិនអង្គើមែនបាទអញ្ចឹង
ខ្ញុំមិនហ៊ានកាន់ជើងមិនបាននិយាយថាកាន់ជើងខាងណាទេយើងឃើញនឹងភ្នែកថាម៉េចយើងនិយាយថាអញ្ចឹងណាបាទព្រោះថាបាល់នេះគឺជើងឆ្វេងរបស់គាត់ត្បិតតែគៀកបាល់មែនប៉ុន្តែបាល់គឺអត់មានអង្គើទេបាទប៉ុន្តែធ្វើមិនការសម្រេចចិត្តរបស់អាជ្ញាកណ្ដាល VAR បានបញ្ជាក់ថាបាល់នេះពីប៉ះទៅហើយអញ្ចឹងក្របបាល់នេះគឺត្រូវបានបញ្ចប់បាទជាមួយនឹងការមិនអនុញ្ញាតឲ្យនោះទេបាទទីបំផុតគឺ Real Madrid បានឡើងទៅកាន់វគ្គ8ក្រុមចុងក្រោយប៉ះជាមួយនឹងក្រុម Arsenal ហើយបាទហេតុអ្វីបានឲ្យ Werder Bremen Werder Bremen គឺគាត់លេងនៅក្នុងដីគាត់មានភាពល្អប្រសើរខ្លាំងហើយប៉ះជាមួយនឹងក្រុមមកខាងទៀតមកគឺគាត់បាទមិនងាយទោះបីលេងក្រៅដីក៏គាត់ព្យាយាមអាចនឹងតដៃបាទហើយមូលហេតុដែល over នោះគឺខ្ញុំដូចខ្ញុំជម្រាបអញ្ចឹងគឺថាក្រុមទីនេះគឺអាសាមានគ្រាប់ប្រវត្តិខ្វះគ្នាក៏មានច្រើនការប្រកួតចុងក្រោយមានគ្រាប់ទៀតអាហ្នឹងយើងមើលទៅវាទំនងវាបូកជាមួយនឹងជ័យដែរបាទពេលខ្លះជ័យ over 2លើ2ស្និទ្ធកន្លះអីមិនបាច់ទេអាហ្នឹងវាមិនងាយទេបាទដឹងថាទៅហើយបាទស្ដីទៅកាន់ប្រូពៅបាទសៅចន្ទថនបាទចាំសាគេតាមខ្ញុំមើលទាត់បានប៉ះខ្នងជើងឆ្វេងបាទមើលទាត់ហើយបានប៉ះខ្នងជើងឆ្វេងខ្ញុំមើលទៅដូចជាអត់មានប៉ះទេបាទប៉ុន្តែអាជ្ញាកណ្ដាលបើសិនជាប៉ះមែនខ្ញុំគិតថាសម្រាប់អាតេគេមិនតវ៉ាទេបាទហើយសម្រាប់បាល់មួយនេះគឺត្រូវបានមានការបកកាយគ្នាច្រើនបាទបកកាយគ្នាច្រើនហើយសម្រាប់អាតេវិញដូចខ្ញុំនិយាយមកអញ្ចឹងគឺគេអត់បានបកកាយដើម្បីឲ្យសើរើនៅបាទលទ្ធផលនោះទេគេមិនត្រូវការលទ្ធផលនោះមកវិញទេគេយល់ព្រមទទួលនៅក្នុងការចាញ់ទៅលើ Real Madrid ហើយប៉ុន្តែអ្វីដែលគេតវ៉ានេះគឺចង់ឲ្យមានភាពយុត្តិធម៌នៅក្នុងវិស័យបាល់ទាត់បាទកុំឲ្យអាជ្ញាកណ្ដាល VAR ហើយអាជ្ញាកណ្ដាលលើទីលានគួរតែមើលនៅបាល់នេះបាទការសម្រេចចិត្តនោះទៅតាមការគិតទៅលើវិនាទីគឺ45វិនាទីតែប៉ុណ្ណោះក្នុងការសម្រេចចិត្តរបស់អាជ្ញាកណ្ដាលលើទីលានដែលសម្រេចមិនផ្ដល់បាល់គ្រាប់បាល់នេះឲ្យទៅកាន់ Julian Alvarez បាទតែប៉ុណ្្នឹងឯងបាទហើយប៊ុនណារិទ្ធនូត្រាបាទឧទាហរណ៍ថាវេតរីជួយក្រុមបានច្រើនមានខ្សែប្រយុទ្ធឆ្នើមល្អជាងតាឧទាហរណ៍ហាក់ឡែនតើការមានខ្សែបម្រើឆ្នើមវេតរីជួយក្រុមបានច្រើនជាងមានខ្សែប្រយុទ្ធឆ្នើមល្អជាងបាទតោះប្រិមិត្តសួរថាតើបាទ Julian Alvarez តទៅទីខ្ញុំនិយាយវិញដែរទៅជាជួនបាទម្ដងទៀតណាបាទខ្ញុំនិយាយម្ដងទៀតបាទសម្រាប់ Julian Alvarez គេអត់ឲ្យដោយសារតែគេពិនិត្យទៅខាង VAR គេមើលទៅឃើញថាជើងរបស់គាត់ប៉ះពីប៉ះបាទជាពិសេសជើងគាត់ជើងឆ្វេងរបស់គាត់បាទបើប៉ះបាល់មុនបាទអញ្ចឹងបើជើងស្ដាំទាត់ទៅតាមក្រោយធ្វើឲ្យគាត់ដួលបាទគេព្រៃមិនឃើញដួលទេបាទធ្វើឲ្យបាល់ហ្នឹងគឺកញ្ញាកណ្ដាលថាបាល់ហ្នឹងពីប៉ះបាទរឿងហ្នឹងគឺវាតែប៉ុណ្្នឹងឯងបាទតែយ៉ាងណាមិញក៏មានគ្រាប់បាល់មិនចូលបន្ថែមទៀតដែរអញ្ចឹងបើយើងនិយាយទៅក៏Real Madridគេនៅតែមានអត្រាឈ្នះខ្ពស់ដែរបាទតើប៉ុណ្្នឹងចាស់បាទនិយាយពីរឿងប៉ុណ្្នឹងគ្រាន់តែនិយាយពីហេតុផលជូនទៅការប្រិមិត្តទេបាទហើយ admin សដូបាទសុំ3គូដាច់បាយហើយដល់ថ្នាក់ហ្នឹងផងយីដាច់បាយហូបកាទៀវទៅបាទតោះប្រិមិត្តសួរថាតើបាទអាជ្ញាកណ្ដាលក្រមកម្ពុជា VAR មាន25កាមេរ៉ាបងផាកតើកាមេរ៉ាមានច្រើនសម្រាប់ការបញ្ជាក់ប៉ុន្តែសម្រាប់ការផ្ដល់នៅផុសតាងណាបាទគឺគេមើលច្រើនលើកច្រើនសារវាអត់ឃើញមានប៉ះអញ្ចឹងណានេះគ្រាន់តែជាការលើកឡើងទេបាទប្រិមិត្តបាទខ្ញុំក៏មិនបាននៅហេតុការណ៍នឹងផ្ទាល់ខ្ញុំក៏បាទអង្គកាមេរ៉ាមួយចំនួនទៀតក៏យើងអត់បានឃើញដែរព្រោះការដែលបង្ហាញឲ្យភ្នែករបស់យើងមើលឃើញទាំងអស់គ្នាមានតែអង្គតែប្រមាណហ្នឹងទេអញ្ចឹងណាបាទតោះប្រិមិត្តមានសំណួរបន្តិចតាក់ទងជាមួយនឹងថាតើរវាងខ្សែបំរើដែលល្អជាមួយនឹងខ្សែប្រយុទ្ធដើរល្អតើអ្នកណាដែលអាចនឹងមានសមត្ថភាពឬក៏អ្នកណាដែលមានភាពល្អក្នុងការជួយក្រុមបានច្រើនជាងប្រិមិត្តប្រសិនបើយើងនិយាយវិញខ្សែប្រយុទ្ធហេតុអីបានខ្សែប្រយុទ្ធមានចំនួនតិចជាងខ្សែបំរើហេតុអីក៏ខ្សែបំរើសម្បូរជាងខ្សែប្រយុទ្ធព្រោះតាអ្នកដែលព្យាយាមបង្កើតឱកាសបានច្រើនគឺកើតចេញពីខ្សែបំរើបាទអញ្ចឹងបាននិយាយថានិយាយវិញគឺបាល់ទាត់មិនអាចមានមួយខ្វះមួយបានទេអញ្ចឹងដែលប្រិមិត្តលើកឡើងឲ្យឧទាហរណ៍ថាដូច Man U អញ្ចឹងបាទឧទាហរណ៍ថាអូណាណាចាប់មិនសូវល្អអញ្ចឹងទោះបីខ្សែការពារល្អប៉ុណ្ណាក៏ដោយបើគាត់ភ្លាត់អាហ្នឹងវាទៅហើយបាទអញ្ចឹងអ្នកចាំទីល្អប៉ុណ្ណាក៏ដោយបើខ្សែការពារគាត់ការពារអត់បានសម្រេចក៏អ្នកចាំទីពិបាកនៅក្នុងការចាប់ដែរបាទហើយខ្សែប្រយុទ្ធល្អប៉ុណ្ណាក៏ដោយបើអត់មានអ្នក support គាត់ក៏គាត់រកគ្រាប់បានដែរអ្នក support ល្អប៉ុណ្ណាក៏ដោយតែគាត់អត់ដឹងបញ្ជូនទៅអ្នកណាអាហ្នឹងក៏គាត់ពិបាកនៅក្នុងការបង្កើតឱកាសដូចគ្នាបាទអញ្ចឹងបាទយើងនិយាយពីបាល់ទាត់វិញគឺទ
ពឹងពាក់សហការគ្នាទាំងអស់គ្នាប៉ុន្តែបើសិនជាយើងនិយាយអំពីបច្ចុប្បន្នខ្សែប្រយុទ្ធគឺមានតម្លៃថ្លៃហើយតែយ៉ាងណាមិញសម្រាប់ខ្សែប្រយុទ្ធក៏មានចំនួនតិចដែរបាទហើយបើនិយាយពីខ្សែការពារវិញគឺមានតម្លៃបើសិនជាយើងនិយាយពីថ្លៃក្នុងការលក់ដូរគឺមិនត្រូវថ្លៃទេប៉ុន្តែបើសិនជាយើងនិយាយអំពីខ្សែការពារឲ្យតែមានមុខមានមាត់ធ្វើបានល្អហើយទៅណាក៏ស្រួលដែរខុសពីខ្សែប្រយុទ្ធហ៊ានតែរដូវកាលហ្នឹងមានគ្រាប់បាល់ច្រើនគ្រាប់ក្រោយគ្រាប់បាល់បញ្ហាភ្លាមអាហ្នឹងទៅហើយខ្សែប្រយុទ្ធគឺរំពឹងខ្ពស់ទៅលើអ្នកបម្រើណាបាទអញ្ចឹងចំណុចគឺមិនមែនមានអ្នកណាល្អជាងអ្នកណាទេប្រយុទ្ធល្អប៉ុណ្ណាក៏ដោយបើអត់មានអ្នកជួយគាត់ទេក៏គាត់រកគ្រាប់បាល់បានបម្រើល្អប៉ុណ្ណាក៏ដោយប្រសិនបើអត់មានប្រយុទ្ធដែលច្បាស់លាស់ច្បាស់នៅក្នុងការបញ្ចប់ទីទេក៏មិនងាយនៅក្នុងការយកឈ្នះគេបម្រើល្អប្រយុទ្ធល្អតែការពាររបស់យើងទន់ខ្សោយអានោះក៏ជាចំណោទមួយកាន់តែធ្ងន់បំផុតសម្រាប់ក្រុមបាទហ្នឹងចំណុចហ្នឹងគឺវាទាញគ្នាទៅវិញទៅមកបាទទាញគ្នាទៅវិញទៅមកទាំងអស់គ្រាន់ថាប្រិយមិត្តគ្រាន់តែសង្កេតមើលទៅតែប៉ុណ្ណេះទេគឺតំបន់បម្រើគឺគាត់មានអត្ថភាពខ្ពស់បើសិនជាយើងនិយាយពីការជួយក្រុមណាតំបន់បម្រើគឺមានសិទ្ធិអត្ថភាពខ្ពស់ជាងតំបន់ប្រយុទ្ធអីព្រោះបម្រើមានច្រើនបម្រើគាត់អាចប្រយុទ្ធបានបាទគ្រាន់ថាបើនិយាយពីភាពច្បាស់ប្រហែលជាអាចមិនច្បាស់ដល់ខ្សែប្រយុទ្ធទេតែខ្សែប្រយុទ្ធខ្លះហ្នឹងក៏មិនច្បាស់ដល់ខ្សែបម្រើដែរបាទដូចរឹករឿងដាវីនូណេសអីជាដើមបាទតែយើងនិយាយគាត់អាចនឹងជាសូយអញ្ចឹងណាបាទប្រិមត្តជាសូយរបស់គាត់អញ្ចឹងណាបាទតោះកុំឲ្យខាតពេកបាទប្រិមត្តក៏សួរបន្ថែមប្រតិទៀតតាក់ទងជាមួយនឹងប៉ារីសជាមួយនឹងលីវើពូលតែពិតកាលពីអាទិត្យមុនមួយខ្ញុំបានរៀបរាប់ជូនប្រិមត្តហើយថារឿងនេះសម្រាប់2គូដែលខ្ញុំមិនអាចពិបាកនៅក្នុងការទូទាញនោះគឺរវាងរៀលម៉ាឌ្រីតនិងអាតេប៉ារីសហើយជាមួយនឹងលីវើពូលសម្រាប់រៀលម៉ាឌ្រីតនិងអាតេខ្ញុំបានជម្រាបជូនប្រិមត្តថាគូនេះគឺពិបាកណាស់ព្រោះអាតេម៉ាឌ្រីតគឺគេប្រកែដូចគ្នាមិនមែនអន់ទេហើយរៀលម៉ាឌ្រីតនេះក៏ធ្លាប់បានបាទគេហៅថាខកចិត្តជាមួយនឹងអាតេនេះច្រើនដងដែរបាទអញ្ចឹងវាមានទៅមានមកមែនហើយប្រិមត្តណាប៊ីសអីហើយការរកគ្រាប់បាល់ដំបូងវាលឿនបំផុតបាទមិនបាននាទីហ្នឹងអាតេរកបានមួយគ្រាប់បាទតែក៏វាជារឿងសោយរបស់បាទរៀលដែរដែលវីនីសៀសពេលនាទីមិនចូលបាទគ្រាន់ឃើញពេលនាទីនេះខ្ញុំគ្រាន់តែមានអារម្មណ៍មួយប្លែកថាជាចេតនារបស់គាត់ឬក៏យ៉ាងណាទេមើលទៅទាត់នោះដូចទាត់ឲ្យទៅហើទៅហ្មងតែនេះខ្ញុំគ្រាន់តែលើកអញ្ចឹងណាបាទប្រិយមិត្តអាចនឹងពិនិត្យមើលបានដែរគ្រាន់តែខ្ញុំមើលទៅមានអារម្មណ៍ថាទាត់នេះដូចទាត់ចង់ឲ្យហើមិនទេវីនីសៀសបាទរឿងដែលប្លែកនោះវិញទេគឺសម្រាប់លីវើពូលដែលយើងមើលទៅឃើញថាការយកឈ្នះនៅក្នុងជើងទី1រឿងនេះដ៏ល្អមែនតើហើយដែលអ្នកគ្រប់គ្រងលីវើពូលក៏ដូចជាខ្ញុំគិតថាសម្រាប់លីវើពូលគឺអត្រាខ្ពស់ណាស់នៅក្នុងការឡើងទៅកាន់វគ្គ8ក្រុមប៉ុន្តែដល់ពេលការប្រកួតជើងទី1ខ្ញុំបានរៀបរាប់ជូនប្រិមិត្តដែរថាប៉ារីសគ្រប់គ្រងលើទីលានទាំងអស់នេះគឺជាចំណុចមួយដែលលីវើពូលពិបាកមែនតើអញ្ចឹងដល់ការប្រកួតជើងទី2នៅទឹកដី Anfield នេះយើងក៏សង្កេតឃើញថាមានទៅមានមក50-50ទេប៉ុន្តែក្នុងនោះផងដែរសម្រាប់លីវើពូលក៏មានសូយមួយចំនួនហើយសម្រាប់ប៉ារីសវិញក៏គេមានឱកាសច្រើនខ្លាំងផងដែរដែលមានការសង្គ្រោះពី Alisson Becker បាទហើយយ៉ាងណាមិញក៏ប្រិមិត្តយើងមិនសូវជាសប្បាយចិត្តជាមួយនឹងលោក Anslot បាទនៅក្នុងការដាក់ Darwin Núñez ជាមួយនឹងគ្រាប់ទី2ដាក់ជាមួយនឹង Coutinho ជាមួយនឹងគ្រាប់ទី3ដែលមិនដាក់កីឡាករដែលមានបាទគេសំខាន់ជាងនឹងមុនណាបាទប៉ុន្តែយ៉ាងណាមិញបើយើងនិយាយទៅថាអត់ចូលគឺអត់ចូលប្រិមិត្តឲ្យធ្វើមិនហើយយើងក៏សរសើរទៅកាន់ Donnarumma ទៅបាទគាត់លោតទៅចំត្រូវរបស់គាត់បាទក៏សរសើរគាត់ទៅបាទចាពីគួតជើងទី1គឺសរសើរ Alisson Becker 9បាទសែវ9លើកបាទដល់ការប្រកួតកាត់សេចក្តីបែរទៅជា Donnarumma ចាប់បាន2គ្រាប់បញ្ចប់តួនាទីរបស់ Liverpool ត្រឹមវគ្គ16ក្រុមចុងក្រោយអើយបាទរីលុបហ្នឹងខ្ញុំមិនដឹងលក់មិនលក់ទេបាទនោះមិនធន់បាទអរគុណច្រើនបាទនិយាយពីរឿង Arsenal បាទគិតមកដល់ពេលនេះ Arsenal គឺនៅមិនទាន់មានភាពល្អប្រសើរនៅឡើយទេណាប្រិមិត្តបាទបច្ចុប្បន្នកំពុងតែសម្លឹងរកកីឡាករដើម្បីបន្ថែមទៀតនៅក្នុងតំបន់ជួរមុខក៏ព្រោះតែរដូវកាលនេះតាមពិតគាត់នឹងត្រូវធ្វើបានល្អទៅហើយប៉ុន្តែចូលរួមសោកស្ដាយសម្រាប់ Arsenal នៅពេលពាក់កណ្ដាលរដូវកាលគឺប្រយុទ្ធរបួសទាំងអស់មិនថាបាទKai Havertz បាទមិនថាក្រាបព្រាយជីស៊ូសបាទទៅអស់លីងបាទបាត់2នាក់គាត់ប្រជុំងុំបាត់ទាំង Martinelli បាត់ទាំងសាកាទៀតអញ្ចឹងបាត់ទាំងប្រយុទ្ធកណ្ដាលបាត់ទាំងស្លាបឆ្វេងស្លាបស្ដាំអញ្ចឹងធ្វើឲ្យលោកអាតេតាគឺអត់មានប្រយុទ្ធទេបាទមានត្រូសាតគាត់មិនមែនអន់ទេប៉ុន្តែកូត្រូសាតក៏គាត់ត្រូវការជំនួយពីមិត្តរួមក្រុមដែរបាទហើយ
Kai Harvard បាត់តែគាត់បាទมันជាជំនួយខ្លាំងដល់ជាមួយនឹងក្រុមមែនប៉ុន្តែក៏មិនអាចផ្លាត់របស់គាត់បានដែរបាទខ្សែប្រយុទ្ធខ្លះគឺគាត់ដើរតួនាទីសំខាន់នៅក្នុងការបាទបំបែកនៅក្បួនការពាររបស់គូបដិបត្តិអញ្ចឹងពេលខ្លះអត់មានខ្សែប្រយុទ្ធក៏អត់កើតដែរបាទអត់ដឹងថាមានអ្នកណាដើម្បីទៅបាទបំបែកជាមួយនឹងតំបន់ការពាររបស់គេទេបាទអញ្ចឹងរឿងរ៉ាវនេះក៏ពិបាកដែរបាទហើយបើសិនជាប្រិមត្តសួរថា Arsenal ជាមួយនឹង Real តើមួយណាមានលទ្ធភាពនៅក្នុងការឡើងទៅកាន់វគ្គបន្ទាប់បាទខ្ញុំអាចនិយាយបានដល់ខ្លីថាគិតមកដល់ពេលនេះសម្រាប់ Real Madrid គឺមានអត្រាខ្ពស់ជាងបាទប្រិមត្តនិយាយអញ្ចឹងថាខ្ញុំនឹងកាន់ជើងតែ Real អីតិចឲ្យ Real ឈ្នះរហូតអត់ទេបាទយើងក៏លេខទៅមើល Arsenal ប៉ុន្តែបើសិនជា Arsenal មានកីឡាករជាតន់ពេលវេលាល្អច្រើនខ្ញុំគិតថាប្រហែលជាអាចមានសង្ឃឹមច្រើនបាទព្រោះបើសិនជាយើងគិតមកដល់ពេលនេះសម្រាប់ Arsenal តំបន់ការពារនិងបម្រើការពាររបស់គាត់មាំទាំខ្លាំងបើប្រៀបធៀបមួយ Real Madrid ប៉ុន្តែ Real Madrid ក៏ខ្សែការពាររបស់គាត់ចាប់ផ្ដើមត្រឡប់មកវិញដែរបាទគ្រាន់ថាការប្រកួតមួយ AT ខ្ញុំមើលទៅឃើញថាវាមានភាពតានតឹងនៅពេលដែលតំបន់ការពាររបស់គេមាំខ្លាំងគឺតានតឹងហ្មងសម្រាប់ Real Madrid គឺពិបាករកគ្រាប់បើទោះជាមាន Vinicius Rodrigo Mbappe ក៏ពិតមែនប៉ុន្តែគឺតានតឹងមែនទែននៅក្នុងការរកគ្រាប់ហើយបើសិនជាយើងនិយាយពីតំបន់ការពារត្រឡប់មកវិញមែនប៉ុន្តែនៅតែមានភាពរអាក់រអួលបាទនៅតែមានភាពរអាក់រអួលអញ្ចឹងសម្រាប់ Real Madrid បើប្រៀបធៀបមួយ Arsenal តំបន់ជើងក្រោមមកគាត់បើសិនត្រឡប់មកវិញណាបាទមាន Ben White Saliba បាទក៏ដូចជាបាទ Gabriel មកវិញមកខ្ញុំអាចនិយាយបានថាឥឡូវ Skelly នេះតំបន់បាទការពារស្លាបឆ្វេងហ្នឹងក៏គាត់មករកភាពល្អរបស់គាត់ច្រើនណាស់គាត់ថាចាប់ផ្ដើមព្រាមគាត់កាត់ក្រហម2ដងបាទរឿងជាមួយដែលចម្លែកដែរបាទសម្រាប់គាត់ប៉ុន្តែយ៉ាងណាមិញបាទ Raúl Asensio គឺគាត់មកហើយបាទល្អហើយឥឡូវដូចជាជាប់ជាមួយនឹងជម្រើសជាតិអេស្ប៉ាញហើយបាទជាប់ជាមួយជម្រើសជាតិអេស្ប៉ាញហើយបាទអញ្ចឹងសម្រាប់រឿងរ៉ាវនេះគ្រាន់តែយើងនិយាយថាសម្រាប់ Arsenal គឺគាត់បាទគេហៅថាលិចដែតបើប្រៀបធៀបមួយ Real Madrid គឺជារៀងរាល់ឆ្នាំហើយគឺ Real Madrid បានលេង UEFA Champions League ហើយសឹងតែនិយាយថាពៀនក៏បានច្រើនជាងគណៈពេលដែល Arsenal បានរងជើងឯកតែមួយលើកគត់បាទហើយបើសិនជាយើងនិយាយអំពីប្រវត្តិរបស់ Real គឺកម្រណានៅក្នុងធ្លាក់បើគាត់ធ្លាក់នៅក្នុងវគ្គ16ធ្លាក់នៅក្នុងវគ្គជម្រុះពូលអីចឹងទៅបាទបើថាឡើងដល់វគ្គ8ក្រុមពាក់កណ្ដាលផ្ដាច់ព្រោះជាពិសេសពាក់កណ្ដាលផ្ដាច់ព្រោះហើយទៅហើយបាទអញ្ចឹងវាពិបាកដែរណាប្រិមិត្តវាពិបាកដែរហើយបើសិនជាយើងនិយាយពីកីឡាករវិញ Arsenal កំពុងតែមានវិបត្តិធ្ងន់ជាមួយនឹងតំបន់ប្រយុទ្ធសាកាអត់ទាន់ដឹងថាមកទាន់អត់ទេបាទអត់ដឹងថាមកទាន់អត់ទេហើយបើអត់សាកាមាន Martinelli Trossard បាទ Vaneri ក៏នៅតែពិបាកនៅក្នុងការរកតំបន់ប្រយុទ្ធកណ្ដាលដែរហើយទៅរំពឹង Raheem Sterling ចប់ហើយបាទចប់ហ្មង Raheem Sterling គឺធ្លាក់បាទមើលមិនយល់ទេ Raheem Sterling លេងបាទចប់ហ្មងបាទអញ្ចឹងខ្ញុំគិតថាបាទពិបាកបាទនិយាយពីអីតែបិទ10ហើយហ្នឹងចាខ្ញុំមានថាអីខ្ញុំគ្រាន់តែនិយាយថាបើសិនជាគេបិទខ្លាំងក៏ពិបាកដែរបាទសម្រាប់ Real Madrid បើសិនជាយើងនិយាយពីប្រយុទ្ធប្រទេសយើងគួរថាទោះបីបិទមុំយ៉ាងណាក៏នៅតែផ្លាត់ដែរណាបាទប៉ុន្តែក៏ Real Madrid ខ្លួនឯងតែពិតបើ Vinicius ពេលនឹងទីចូលមកអ្វីគ្រប់បែបយ៉ាងចាំបាច់ទៅថែមម៉ោងចាំបាច់ទៅពេលនឹងទីនាំខាត់ពេលវេលាទៅអីត្រូវបានឡើងទៅកាន់នឹងស្រួលបាទជិះម៉ូតូទៅកាន់ទៅហូបបបងកែបខនោះបាទឥឡូវមកឆ្លៀតបើពេលនឹងទីដល់មក6ភ្លឺបាទEuropa League ប្រិមិត្តនិយាយអំពីមន់ Tottenham Hotspur ប្រិមិត្តហើយបើសិនជាយើងនិយាយអំពី Spur បច្ចុប្បន្នណាក្រោមការដឹកនាំរបស់លោក Postecoglou ខ្ញុំគិតថាវាតានតឹងណាស់សម្រាប់ក្រុមអង់គ្លេសមួយនេះនៅក្នុងការបាទលេងទៅវគ្គខាងមុខដើម្បីប្រកួតដណ្ដើមយកពាន Europa League ត្បិតតែ Spur គឺជាក្រុមមួយដែលខ្លាំងប៉ុន្តែរដូវកាលនេះ Spur សឹងតែជួយខ្លួនឯងមិនបានទេការឡើងទៅនេះក៏មានភាពតានតឹងដែរបើសិនជាប្រៀបធៀបជាមួយ Man U ឡាក់មើលទៅខ្លាំងជាងណាបាទអញ្ចឹងអនាគតទៅគាត់ទាំងពីរនឹងប៉ះគ្នាប្រសិនបើឡើងទៅកាន់វគ្គបន្ទាប់អញ្ចឹងសួរថាតើ Spur ឬក៏ Man U បាទចំណុចនេះហើយរឿងរ៉ាវនេះក៏វាផ្ដល់ផលលំបាកដែរជូនប្រកាន់ប្រិមិត្តដូចជំរាបជូនអញ្ចឹងថាសម្រាប់ Spur គឺរបួសកីឡាករច្រើនពេកហើយដែល Spur កំពុងតែមានភាពតានតឹងបាទរបួសច្រើនពេកហើយគេមិនឃើញទេតំបន់ប្រយុទ្ធបើមិនស្រឡាញ់គេរបួសទេ Richarlison ដូរឆ្លាស់គ្នារបួសបាទសុននោះនៅបន្តបានប៉ុន្តែឥឡូវសុនលោកគ្រូអត់សូវចង់ដាក់លេងជាមួយអ្នកដំបងទេសុនឆ្នាំនេះគឺធ្លាក់ទម្រង់ទៀតហើយតំបន់បម្រើតំបន់ការពារនោះ Van der Ven ក៏បានរបួសរយៈពេលយូរទៀតអញ្ចឹងមកដល់ពេលនេះសម្រាប់ Spur គឺកីឡាកររបួសចង់មកតារាងទៅហើយអញ្ចឹងសួរថាតើគាត់អាចនឹងបន្តទល់ជាមួយនឹងការលើកពាន Europa League បានងាយស្រួលដែរទេ
បើប្រៀបធៀបជាមួយនឹង Man U កីឡាកររបួសមែនប៉ុន្តែប្រិមត្តឃើញទេបាទតំបន់ខ្សែការពារថ្មីដែលទិញមកពី Arsenal គឺ Heaven ធ្វើបានល្អមែនទេដល់ពេលលេងជាមួយ Arsenal ដល់ថ្នាក់លោក Arteta នឹកឃើញស្ដាយថាមិនសមណាលោក Heaven ទេបាទប៉ុន្តែធ្វើម៉េចក្លឹបគឺត្រូវការផ្គត់ផ្គង់ជាមួយនឹងហិរញ្ញវត្ថុបាទការលក់កីឡាករថ្នាលការលក់កីឡាករបាទឈុតតូចនេះក៏ជាផ្ដល់ផលល្អមួយសម្រាប់ក្លឹបដែរព្រោះដោយសារតែលុយទាំងអស់នោះគឺជាលុយសុទ្ធបាទគឺមិនបានឆ្លងកាត់ទេបាទជាមួយនឹងការទិញដូរពីបេតុងដែលត្រូវកាត់ជាមួយនឹងពន្ធអញ្ចឹងលុយលក់បានប្រមាណបានប៉ុណ្ណឹងការលក់ថ្នាលពីររូបឲ្យទៅកាន់ Manchester United គឺជារឿងមួយដែលលំបាកមែនទែនបាទសម្រាប់ Arsenal ឥឡូវនេះគឺមានមួយរូបទៀតហើយបាទសម្រាប់កីឡាករថ្នាលរបស់ Arsenal ដែល Man U កំពុងសម្លឹងរកឃើញបាទអញ្ចឹងបាទខ្លាចតែអនាគតកីឡាករថ្នាលរបស់ Arsenal ទាំងអស់ខ្លាចជាកីឡាករ Man U ទេបាទរឿងខ្លាចអញ្ចឹងណាបាទប្រពន្ធអាចដែរបាទសម្រាប់ Europa League Man U អាចដែរបាទសម្រាប់លោក Amorim យើងឃើញចេះយើងអាចនិយាយបានថាសម្រាប់គាត់ប្រហែលជាអត់ទាន់ច្បាស់ជាមួយនឹងការក្រុមជាមួយនឹង Premier League ទេបាទប៉ុន្តែគាត់អាចដឹងពីក្រុមនៅក្រៅពី Premier League ច្រើនអញ្ចឹងប្រិមត្តបានឃើញហើយការប្រកួតនៅ Europa League គឺ Man U អត់ចាញ់ទេបាទធ្វើបានល្អប៉ុន្តែប្រកួតនៅក្នុង League អង់គ្លេសវិញគឺអត់កើតអញ្ចឹងមានន័យថាសម្រាប់លោក Amorim គឺមិនទាន់ស្រាវជ្រាវឬក៏មិនទាន់អាចសិក្សាច្បាស់ពីក្រុមនៅក្នុង Premier League ទេបាទអញ្ចឹងចំណុចនេះក៏វាជារឿងមួយដែរហើយសម្រាប់ Man U ខ្ញុំគិតថាក៏មានអត្រានៅក្នុងការលើកពានដែរប៉ុន្តែបើសិនជាដូចប្រិមត្តអញ្ចឹងនិយាយអញ្ចឹងថា Chelsea នៅក្នុងពាន Conference League បើមិនជាយើងប្រៀបធៀបក្រុមទាំងអស់គឺ Chelsea មានអត្រាខ្ពស់ជាងគេហើយនៅក្នុងការលើកពាន Conference League ប៉ុន្តែខ្ញុំមិនដឹងថាតើនឹងគួរផ្ដល់បន្ទុកឲ្យគាត់ប្រមាណទេព្រោះ Chelsea បច្ចុប្បន្នប្រិមត្តក៏ដឹងដែរថាជួនលេងល្អជួនក៏លេងមិនកើតដោយថ្ងៃបាទហើយអ្វីដែលខ្ញុំបានមើលឃើញខ្ញុំនិយាយដដែលអញ្ចឹងថាតំបន់ការពាររបស់គាត់គឺនៅមានចំណោទបញ្ហាបាទជាពិសេសតំបន់ការពារកណ្ដាលរបស់គាត់គឺត្រូវឲ្យមាំទាំជាងនេះបាទនេះជាចំណុចមួយរបស់ Chelsea បាទអញ្ចឹងប៉ាវក៏ដូចជាស្ដីប្រិមត្តទាំងអស់គ្នា Man U ទៅ Europa League អត់ទាន់ចាញ់ទេបាទហ្នឹងខ្ញុំចូលជម្រាបជូនប្រិមត្តអញ្ចឹងបាទនេះចំណុចហ្នឹងបាទជាចំណុចមួយដែលជាវិជ្ជមានមួយសម្រាប់ Man U ផងដែរបាទអញ្ចឹងកុំឲ្យខាតពេលវេលាយើងដូចជានិយាយដូចជាច្រើនដែរហើយថែមបន្តទៀតបាទអាមេរិកក៏ដេញចាញ់ហ៎ PSG លើកពានប្រយ័ត្នតែ PSG ចាញ់ Aston ណាបាទលោក Unai Emery ប្រកែណាចាស់ជាមួយនឹងក្រុមប៉ុនប្រយុទ្ធគាត់ប្រកែបាត់ប្រិមត្តកុំភ្លេចណា Bayern Munich ចាញ់ក្រោមធ្វើជើង Aston Villa បាទយ៉ាណាបាទប៉ារីសលេងជាមួយនឹងគេប្រកែប្រយុទ្ធដែរចង់ពិបាកប៉ះជាមួយនឹង Aston លោក Unai Emery គាត់ច្បាស់ដែរណាបាទហើយឥឡូវនេះឃើញថា Marcus Rashford ហាក់បីដូចជាទៅចាស់ទៅចង់នៅ Aston បាទត្បិតតែមិនទាន់បានទិញផ្ដាច់បាទទៅកាន់ Aston ក៏ពិតមែនប៉ុន្តែសម្រាប់ Marcus Rashford បានត្រៀមខ្លួនជាស្រេចនៅក្នុងការក្លាយជាកីឡាករពេញសិទ្ធិរបស់ Aston Villa ជាមួយនឹងតម្លៃផ្ទេរដូចជាមិនច្រើនប្រមាណនោះទេមកល្មមបាទតិចតួចល្មមដែលអាច Aston Villa អាចចំណាយលុយបានបាទកីឡាករ Man U ជាពីរបួសអស់ប្រហែលជាខ្លាំងណាស់បាទទៅចាយពេលបន្តិចបាទចាយពេលបន្តិចបាទ Arsenal Premier League Aston Villa Champions League អូយបាទ Arsenal នឹងតាមឲ្យតែស្មើបន្ទុក Liverpool ទៅស្អែកនឹងលេងមិនឲ្យឈ្នះ Chelsea សិនទៅចាំនិយាយទៀតទៅមិនរួចទេបាទប្រិមិត្តបាទ Liverpool បានវ៉ាដាច់បន្ទុក Arsenal 12បន្ទុកពេញហើយបាទ12បន្ទុកស្មើនឹងប៉ុន្មានប្រិមិត្តគឺ4ប្រកួតលុះត្រាតែ Liverpool មករយៈចុងក្រោយគឺ Liverpool កីឡាកររបួសខ្ទេចបាទអញ្ចឹងមានន័យថារបួសអីគេសាឡាបាទរបួសដៃអាឥឡូវបាត់អាណុលមួយហើយរបួសអាណុលបាទហើយរបួសវ៉ាន់ដាច់មួយទៀតអានឹងមែនទៅហើយ Liverpool បាទមួយមិនត្រូវទៅមិនឆ្ងាយឆ្នាំហ្នឹងអាចដាច់ពៀនទាំងអស់បាទប៉ុន្តែមកដល់ពេលនេះគឺ12បន្ទុកច្រើនណាប្រិមត្តច្រើនណាស់បាទច្រើនណាស់បាទហ្នឹងហើយបាទណាសៀងហ្នឹងណាវាយរៀលបានអត់តោះបាទសម្រាប់រៀលប្រិមត្តបាទនៅក្នុងរាត្រីនេះជាមួយនឹង Villarreal ហើយយប់នេះគឺឲ្យជ័យតិចណាស់ប្រិមត្តប្រយ័ត្នប្រយែងណាបាទបាល់នេះអាចមានអត្រាស្មើប្រិមត្តប្រយ័ត្នប្រយែងមែនតើបាទធ្វើបានល្អប៉ុណ្្នឹងដែរបាទឲ្យជ័យប៉ុណ្្នឹងប្រិមត្តគួរតែមានការភ័យព្រួយបន្តិចដែរ
បាទហើយបើសិនជាយើងនិយាយពីប្រវត្តិ10លើកចូលគ្នាហ្នឹងគឺវីឡារីឈ្នះ2ស្មើ4និងចាញ់4បាទអញ្ចឹងមានន័យថាសម្រាប់រៀលម៉ាឌ្រីតបាទក៏មិនវាដាច់ទៅលើវីឡារីប្រហែលដែរបាទប្រហែលលើកចុងក្រោយបាទសម្រាប់វីឡារីធ្លាប់ឈ្នះរៀលដែរបាទ3-2បាទកាលពីរដូវកាល2023បាទអញ្ចឹងសម្រាប់ការប្រកួតចុងក្រោយគឺរៀលឈ្នះវីឡារីហើយ2-0ប៉ុន្តែជ័យនេះខ្ញុំមើលទៅដូចជាអត់ស្រួលសូនលើកន្លះស្និតមិនទៅតំណងទេប្រិមិត្តអត់តំណងទេរៀលម៉ាឌ្រីតទេបាទសមដែរប្រិមិត្តសមដែរវីឡារៀលមួយរយៈនេះគេខ្លាំងដែរណាបាទប៉ុន្តែបើសិនជាយើងនិយាយជ័យក៏ប៉ុណ្ណេះដូចជាមិនតំណងទេបាទមួយកន្លះស្និតដាច់អីដូចតំណងជាងអីបាទបាទ under real ហ៎បាទផងพื่នបាទស្ដីបាទនោះមិនថនអត់មានទេភ្នែកចុះមានតែគូបាទតាយប់នេះវាយ Nottingham Forest ហើយ Man City West Ham បានអត់អីបាទណាគេវាយទាំងអស់ចឹងទេបាទវាយទាំងអស់ចឹងអត់ស្រួលទេបាទយប់នេះខ្ញុំមានគូជូនប្រិមិត្ត3គូបាទវាយ Man City មានអត្រាខ្ពស់បាទនៅក្នុងរាត្រីនេះបាទគាត់ត្រូវប្រកួតប្រជែងមួយតំណែង Top 4បាទហើយពីរទៀតគឺ over Werder Bremen ហើយជាមួយនឹងវាយ West Brom នៅ Championship ប្រិមិត្តបាទនៅអង់គ្លេស Championship បាទ West Bromwich វាយ West Bromwich វាយ Man City ហើយជាមួយនឹង over Werder Bremen បាទមន់មានសង្ឃឹមឈ្នះពានអត់ឈុំឆនបាទដូចខ្ញុំនិយាយដដែលអញ្ចឹងសម្រាប់មន់ប្រិមិត្តមើលតែប្រមាណប្រកួតចុងក្រោយប្រិមិត្តដឹងហើយលេងពេលខ្លះទៅល្អតង់1យ៉ាប់តង់2លេងភាគច្រើនឲ្យគេស៊ីមុនខ្សែការពារគឺផុយរលួយបាទហើយសម្រាប់តំបន់ប្រយុទ្ធវិញគឺរបួសច្រើនបាទសួរថាតើមន់អាចនឹងមានលទ្ធភាពលើកពាន Europa League ទេMan U អត់ទាន់ចាញ់ Europa League គេមិនទាន់និយាយថាលើកពានផងហើយចំនួនតែមន់ទៀតតឹងណាស់បាទតឹងណាស់មិនស្រួលនោះទេបាទមិនស្រួលនោះទេបាទដូចចង់លេងរៀលវាយអូចឹងបាទវិស័យសេងមកស្ដីបាសេឡូណាមិនដែរតាឆ្នាំនេះយើងនិយាយអំពីបាសេឡូណាបាទអរគុណច្រើនបងចាន់នេះបាទអរគុណច្រើនបាទថ្ងៃនេះអង់គ្លេសបាទមាន4គូបាទមាន4គូបាទអង់គ្លេសបាទប៉ុន្តែគូល្អមើលយប់នេះគឺដូចជាមិនមាន5គូដល់ទៅម៉ោង2:10បាទពីយប់បាទសម្រាប់ទីទៀតហ្នឹងម៉ោង10ហ្នឹងគឺមាន4គូហើយសម្រាប់ម៉ោង12កន្លះហ្នឹងគឺមាន1គូទៀតបាទហើយNottingham Forest មួយ Ipswich ហ្នឹងប្រិមិត្តកុំទុកចិត្ត Nottingham Forest ពេកបាទឈ្នះ Man City អាចនឹងយប់ហ្នឹង Ipswich អ្នកស៊ីវិញប្រយ័ត្នប្រយែងបាទគ្រាន់តែវាជូនប៉ុណ្ណឹងបាទ Man City មួយ Brighton ជ័យហ្នឹងគឺវាតំណងបាទអាចទទួលយកបានបាទហើយover Werder Bremen ហើយជាមួយនឹងវាយ West Bromwich បាទ3នេះជួននឹងការប្រិមិត្តណាបាទJackson AJ Santos បាទខានមើលតាយូរហើយ3ឆ្នាំបាទដល់ថ្នាក់នឹងផងបាទអរគុណច្រើនបាទនរសក្រាបាទស្ដីបាទ Inter ហើយ UCL បាទម៉ាត់ជ្រឹបបាទឆ្នាំនេះគឺឲ្យអ៊ីតាលីកំសត់ជាងគេប្រិមិត្តសម្រាប់អ៊ីតាលីបាទកំសត់មែនតែនអស់ហាលីងអ៊ីតាលីបាទនៅសល់តែ Inter មួយគត់បាទហើយការឡើងមកនេះក៏ឡើងទាំងបាទមើលទៅតំណងបាទគាត់ឡើងមកតំណងប៉ុន្តែគាត់ត្រូវប៉ះជាមួយនឹងក្រុមជើងខ្លាំងនៅអាល្លឺម៉ង់ហើយមើលទៅនឹងដឹងទៅមុជត្រូវទៅឆ្ងាយដែរអត់ទេបាទសម្រាប់ Inter បាទប៉ះមួយ Bayern ផងបាទហើយយើងមើលទៅបាទអាល្លឺម៉ង់2នេះប្រហែលជាអាចនឹងទៅមួយបាទហើយ Dortmund មើលទៅប្រហែលជាអស់មួយមិនត្រូវទៅមិនឆ្ងាយទេបាទត្រឹមបាសេនឹងឯងបាទប្រិមិត្តក៏សួរនាំតាក់ទងបាសេថាតើបាសេឡូណានៅក្នុងឆ្នាំនេះអាចនឹងធ្វើបានល្អដែរឬទេខ្ញុំអាចនិយាយបានថាសម្រាប់ La Liga អាចនឹងមានសង្ឃឹមហើយសម្រាប់ UEFA Champions League ក៏នៅតែអាចមានសង្ឃឹមដែរបាទជំនួបដែលធ្លាប់ជួបបន្ទាប់នេះគឺគាត់ប៉ះមួយ Dortmund ទេអញ្ចឹងមានន័យថាសម្រាប់ Dortmund នៅក្នុងរដូវកាលនេះមិនសូវជាល្អប៉ុន្មានទេបាទចាញ់ច្រើនជាងឈ្នះបាទនៅក្នុងរដូវកាលនេះជាពិសេសគឺ Dortmund អន់ក្រៅដីតែម្ដងលេងក្រៅដីគឺអន់យកតែម្ដងអញ្ចឹងការប្រកួតនេះបើបាសេជើងបាទបើបាសេលេងដីខ្លួនឯងខ្ញុំជឿជាក់ថា Dortmund ប្រហែលជាអាចទូកសាច់បាទ Dortmund ប្រហែលជាទូកសាច់បាទជើងទី2ប្រហែលជាអាចនឹងហូបតិចតួចឬក៏អាចនឹងស្មើឬក៏ Dortmund ឈ្នះវិញតិចតួចបាទហើយបើសិនជាយើងនិយាយអំពី Bayern Munich មួយ Inter បាទនេះអាចនឹងតានតឹងបាទមានទៅមានមកព្រោះថា Bayern Munich គឺបច្ចុប្បន្នគឺការប្រយុទ្ធរបស់គាត់ចាប់ផ្ដើម Vincent Kompany ហាក់បីដូចជាស្គាល់អំពីរបៀបប្រយុទ្ធបាទសម្រាប់កីឡាកររបស់គាត់ណាព្រោះមួយរយៈក្រោយនេះគឺ Bayern Munich ធ្វើបានល្អមែនទែនការរកគ្រាប់បាល់គឺសម្បូរប៉ុន្តែក៏ភ្លាត់ដែរភាគច្រើនក៏ភ្លាត់ដែរប៉ុន្តែប៉ះ Bayern Leverkusen អត់ភ្លាត់ទេខ្លាំងអញ្ចឹងបាននេះទៅជួបគ្នាទៀតហើយបាទខ្ញុំជឿជាក់ថា Bayern Munich
ត្រូវប៉ះគ្នាជាមួយនឹងបាសេទៀតហើយបាទបើយើងមិននេះប៉ះសេមួយប៉ះគ្នាមួយបាសេទៀតហើយបាទហើយបន្ទាប់មកទៀតប៉ារីសជាមួយនឹងអាស្តុនខ្ញុំអាចនិយាយបានថា50មិនទាន់ងាយអាស្តុនបានទេលោកយូណៃអេមរីក៏ច្បាស់ដែរណាបាទហើយសម្រាប់អាស្តុនវីឡាបានយកឈ្នះលើបាយ៉ឺនម៉ូនិចហើយប៉ុន្តែយ៉ាងណាមិញកាលពីដើមរដូវកាលបាយ៉ឺនម៉ូនិចក៏រៀងមិនសូវជាល្អហ្មងដែរប៉ុន្តែឥឡូវបាយ៉ឺនម៉ូនិចគេចាប់ផ្ដើមឡើងហ្វមបាទឡើងហ្វមល្អបាទសម្រាប់អាសនលមួយរៀលខ្ញុំគិតថាតានតឹងទៅហើយបាទសម្រាប់អាសនលតឹងណាស់បាទតឹងណាស់បាទចង់ឃើញថាសាការនឹងចូលរួមបានទាន់ពេលវេលាណាបាទហើយសម្រាប់លោកអាតេតាតតែឆ្លាតវៃបន្តិចនៅក្នុងការរៀបចំប្រព័ន្ធបាទព្រោះលោកកឡូអែនសេឡូទីក៏ច្បាស់បន្តិចហើយបាទជាមួយនឹងបាទ UEFA Champions League បាទបើយកមិនឲ្យជ័យច្រើនពេកហើយបាទប្រិមិត្តបាទខ្ញុំមិនហ៊ានឲ្យទេបាទព្រោះមួយរយៈនេះគាត់ឈ្នះមែនតែភាគច្រើនបាន1អញ្ចឹងណាបាទ3-2 2-1បាទប្រយ័ត្នយ៉ៃបាទគិតថា PSG ឆ្នាំនេះខ្លាំងអត់ហ៎បើសិនជាខ្ញុំក៏លេខទៅមើលកីឡាករឆ្នាំនេះសម្រាប់ PSG គឺលោក Luis Enrique គាត់ចាប់ផ្ដើមប្រើប្រាស់តំបន់បំរើហើយនិងតំបន់ការពារច្រើនបើប្រៀបធៀបជាមួយនឹងគ្រូផ្សេងហើយជាមួយនឹងការដឹកនាំជាមួយនឹងវត្តមានរបស់ Kylian Mbappé សម្រាប់តំបន់ប្រយុទ្ធគឺនៅតែជួរមុខតែប្រហែលអ្នកនឹងទេប៉ុន្តែការលេងបច្ចុប្បន្ននេះរបស់ប៉ារីសក្រោមការដឹកនាំរបស់លោក Luis Enrique យើងឃើញថាសម្រាប់តំបន់ការពារហើយនិងតំបន់បម្រើគឺប្រើការច្រើនបាទមិនដេះបាទបិទឆ្លាស់បានល្អមែនតើបាទបិទឆ្លាស់បានល្អមែនតើតំបន់ស្លាប់ការពារខាងឆ្វេងហើយសម្រាប់បាកូឡាក៏មើលទៅល្អបាទក្មេងមួយនេះគឺល្អហើយអាក្រាស់ហាក់កេមីក៏មើលទៅគាត់រៀងដូចជាត្រូវ form ឬគាត់ចង់បានអញ្ចឹងណាបាទមានទៅមានអារម្មណ៍ថាសម្រាប់ប៉ារីសឆ្នាំនេះក៏មានភាពល្អប្រសើរច្រើនដែរបាទខ្ញុំសង្កេតឃើញក្រុមផ្សេងមកប៉ះមួយលីវើពូលមើលទៅដូចតានតឹងមែនតើប៉ុន្តែប៉ារីសទៅប៉ះមួយលីវើពូលដូចគ្រប់ដណ្ដប់ទៅលើលីវើពូលតែម្ដងលីវើពូលសឹងនិយាយថាពិបាកមិនមែនផ្លាត់អត់បានទេប៉ុន្តែសយដែរវាសយគាត់ថា Alisson Becker គឺគាត់ច្បាស់ដល់អញ្ចឹងការរកគ្រាប់បាល់របស់ប៉ារីសគឺតានតឹងមែនតើបាទត្បិតតែធ្វើបានជាមួយនឹងខ្សែការពារតែនៅសល់ជាប់ជាមួយនឹងខ្សែប្រយុទ្ធមួយគឺនៅហ្នឹងហ្មងបាទហើយកាវ៉ារ៉ាត់ស្កេលៀអែមប៉ុន្តែគាត់ភិកច្រើនគឺគាត់សុទ្ធបាទព្រោះតែខុសទីបាទរៀងខ្ពស់រៀងបន្តិចអីចឹងណាបាទប៉ុន្តែខ្ញុំគិតថាបាទល្អបាទសម្រាប់ប៉ារីសនៅក្នុងរដូវកាលនេះបាទប៉ាសេធ្លាប់ស៊ីដតម៉ាន់ទៅនិយាយស្អីបាទដតម៉ាន់ឆ្នាំនេះទៅមិនរួចទេបាទប៉ាសេស៊ីអើយនិយាយពីរ៉ូណូអត់មានអីនិយាយបន្ថែមទេបាទសម្រាប់ជាមួយនឹង Cristiano Ronaldo បាទក៏ដូចជា Lionel Messi អ្វីដែលគាត់ត្រូវធ្វើមកដល់ពេលនេះគឺនៅសល់តែ70គ្រាប់ជាងទៀតទេ Cristiano Ronaldo នឹងក្លាយជាកីឡាករដែលរកគ្រាប់បាល់បាន1000គ្រាប់នៅក្នុងអាជីពហើយបាទអញ្ចឹងជូនពរទៅកាន់បាទ Cristiano Ronaldo បាទសង្ឃឹមថាគាត់នឹងអាចធ្វើបានជាមួយនឹង1000គ្រាប់នៅក្នុងពេលរដូវកាលនេះឬក៏ដើមរដូវកាលក្រោយបាទតែសល់តិចដែរទេព្រមថា70គ្រាប់ជាងប្រហែលជាអាចទេបាទដូចជា928ឥឡូវហ៎បាទខុសត្រូវអីតិចតួចអីខ្ញុំខាន់តែ20តូព្រមណាបាទហើយសម្រាប់ Lionel Messi 850ជាងបាទខុសគ្នាច្រើនដែរបាទប៉ុន្តែយ៉ាងណាមិញក៏ Lionel Messi ក៏រកគ្រាប់បាល់បានបដាពីលើដែរជាមួយនឹង Inter Miami បាទយ៉ាងណាមិញសម្រាប់ Lionel Messi ក៏នៅតែវ៉ាដាច់ Cristiano Ronaldo វិញជាមួយនឹងបាស៊ីបាទហើយសម្រាប់ Cristiano Ronaldo រដូវកាលនេះខ្ញុំគិតថាវាតានតឹងសម្រាប់គាត់បន្តិចហើយនៅក្នុងការលើកពានព្រោះថាបរិបទនេះពិន្ទុរបស់គាត់ចាប់ផ្ដើមគេដាច់ច្រើនបាទអញ្ចឹងណាគេដាច់គឺអាណាសឺច្រើនអញ្ចឹងសម្រាប់ពានលីកនៅក្នុងរដូវកាលនេះខ្ញុំគិតថាវាតានតឹងតិចហើយបាទសម្រាប់ Cristiano Ronaldo ហើយសម្រាប់ការប្រកួតUEFA AFC Champions League បាទក៏មានភាពតានតឹងដែរបាទក្រុមមកពីខាងកាតាអីក៏សៀកជើងខ្លាំងដែរបាទអញ្ចឹងសម្រាប់ពូដូមិនដឹងថាតើគាត់អាចលើកពានសម្រាប់ក្រុមបានដែរឬអត់ទេខ្ញុំដឹងតែប៉ុណ្្នឹងទេប្រិមិត្តបាទព្រោះថាបើសិនជាយើងនិយាយអំពីក្រុមអាល់បាទណាសឺបាទអាល់អ៊ីទីហេកបាទអាល់អ៊ីទីហ្វេកបាទមិនដែរមើលទេប្រិមិត្តខ្ញុំមិនដែរមើលទេបាល់នៅអឺរ៉ុបមើលមិនអស់ផងឲ្យតែខ្ញុំណាទៅបាល់បានមើលបាល់អារ៉ាប់ទេនោះអត់បានមើលទេប្រិមិត្តបាទប្រិមិត្តប្រហែលជាអាចតាមដានបាទ idol របស់ប្រិមិត្តបាទប៉ុន្តែខ្ញុំបាទត្រូវតាមដានជាមួយនឹងព្រឹត្តិការណ៍ធំបាទនៅអឺរ៉ុបគឺមានកីឡាករច្រើនបាទដែលត្រូវរៀបរាប់ជូនទៅកាន់ប្រិមិត្តបាទពេលប៉ះប៉ារីហើយបាទរៀលតិចមក UCL ហើយ
và Arsenal khan chụp ria chân vào quay Nam team pot chụp to tại bàn chụp vậy bà xoài riêng bà xoài riêng ở ấy đấy bà kỳ pung ở ói và còn phay bích bà ngày muốn bà mùi xén mà trong bà xe hay ra thôi pri mất dương trong phay đấy bà Ronaldo Portugal tính bà này Valencia và nhà lai chui bậc lực thay mà chui bậc lực thay mà miền lùi nè và sau đó đồ chín vào đây bà hay đôi chỗ miền pon miền ấy vẫn time chuiประมาณtế bà sầm rạp Liverpoolเลยจมูกนั่งยูกุศลสายจำยืนชูคนนี้bàจำเรียบchungประมาณพองไหนbàสำหรับbàซูมรีbàสุดได้bà hiên Omega Nottingham Forest bà priệp thiệp mỗi Ipswich dương cất mơ với nhé nè Nottingham Forest bà priệp thiệp cho mỗi nâng Ipswich trong số tha ta nè na miền priệp chiều hai dương mơ chơi mơ xăm rôm ọt giống dương khán lơ chơi đây ta chơi những người xăm rôm ọt mà nè nơi top 4 mà nè tiết nước ma tà rang hơi lên khéo đấy ao chơi vào phân năng nó nhưng còn là gì phân năng thế na và hiên Omega và khi còn chuẩn bị chung về mặt phân năng thế hơi so với má tiết về mặt kết mơ khuôn ai tha ta với tầm nông đã được tê và chơi vào phân năng á vàวันจริงสำหรับกีฬาทานระบบแมนเชสเตอร์ยูไนเต็ดมาดอปีนี้คือตรบานอ่านยี่บานทาจัดสับเปรอยหายบ่าได้หนึ่งตรเถื่อบ่าได้กลุ่มรุ่งในโครงการจำนายนั่นคือชินระหูตดอบ่าปีปอนเลียนเนี่ยเนาะบ่าในโครงการเถื่อกีฬาทานทำไมระบบแมนเชสเตอร์ยูไนเต็ดบ่าขนมพองนั้นก็มีการสหการคณีชิมวยนั้นเรียกรัฐาภิบาลหรือไม่เรียกรัฐาภิบาลในประเทศอังกฤษตัวเต็มดองบ่าในขนมกลมใจในขนมการเถื่อกีฬาทานบ่าแมนเชสเตอร์ยูไนเต็ดทำไมได้ในโครงการรำเพิงนู้นหนึ่งเติมเมียนพอจำนวนปีกีฬาทานทำไมระบบแมนเชสเตอร์ยูไนเต็ดนี้ประมาณปรำปีปอนเลียนพาวในขนมหมูชนามบ่าเกี่ยรำเพิงนะประสันบ่ากีฬาทานแมนยูทำไมนี้นั่งทัวร์บานจุกจีได้ดมนักการทัวร์ระหูตลอดปีปอน30ปรำใบยังน้องไปมัดบานทัวร์จับบ่าจังเหมือนแมนฮะยี่ทัวร์เฉินชนะไหมคือจังงี้ทัวร์ตามดมนักการบ่าดำนักการมุ้ยกิทัวร์บุปผลแน่ดำนักการที่ปีกิทัวร์บุปผลแน่บ่าได้ดำนักการจงกลายของพอนั้นในครั้งชนะปีปอน30ปรำใบตืบชอบรีร้อกรุ๊ปเอาไว้เด็กเก๋จังฟื้นกีฬาทานทำไมระบบแมนเชสเตอร์ยูไนเต็ดนั้นไอ้ตุกในทุสนาดับมือเนี้ยบ่าหนึ่งคลายเชื่อกีฬาทานได้ตุกในทุสนาชราเชียงเกย์บอมพอดในขนมดมบอลเอรบก็ไอ้หนึ่งคลายเชื่อกีฬาทานดับตีปีในเรือปีพวกโลกได้เนี้ยดับตัวเนี้ยทุสนาบานชราเชียงเกย์ของได้บ่าให้ในขนมการทัวร์กีฬาทานทำไมนี่คือมีตุ่มหุ่มไตได้ทุ่มสมบูรณ์เหมือนเต้นบ่าได้ตุ่มหุ่มไตได้ทุ่มนี่คือเหมือนมีแต่กีฬาทานนี่ปริมัดบ่าคือมีตังปีซาตุ่มเนิบมีตังปีกันไลน์กำซานมีตังปีกันไลน์ปีปัวจังคือกำไลน์กำซานมวยเดือดทุ่มบ่าอย่างนี้ก็คือกำไลน์กำซานมวยเดือดทุ่มได้ขนมกำรุ่งขนมการใจตะประในขนมการสร้างสองเราตลอดปีปอนเลียนเนาะบ่าจังนังทาตาการปฏิบัตินี้นังปฏิบัตินังการช่วยกีฬาทานทำไมนี่เนเปนาโนตีปนท้ายสัญญากลุ่มโรงนี่คือตระบานโดยเชียร์รัฐาภิบาลอังกฤษคือยูโรให้ยังภายในดูยำใหญ่ยังคือจัดสับปีรอยหายโรงจำตายพลังเมจมวยนังการอนุวัตจมวยนังให้รังปฏิทินได้ปะเนาะเอาไว้กระบายยางคือหนึ่งตระจับรามสางสองไอหนึ่งขนมฉนามกร้อยบ่าหรือก็ไอหนึ่งขนมจงฉนามนี่บ่าbà hay bật sân bật sân này là đánh prot trong ở Paris mà đòn tiết đây, bây mặt đằng xẻ với bà bật sân trên lái từ Paris mà đòn tiết bây mặt đằng xẻ với, rồi đây Cani cứ riêng mà tiết tới bàn Barcelona lút chơi tràn đòn hỏi, bà lút pi đòn thùng, chẳng, bật sân như bây mặt fan bà sẽ không chọn ở chụp riêng với nhỉ, bà phải trong đấy cho phải tôi gì che bật sân như bây mặt fan riêng không chọn chụp bà sẽ mặt cá đi. Bà còn tay mình đăng đai bà Real Madrid lang từ đó vẽ phải prot kết pi của Watt tăng bị đau máu cứ thọp rồi bốt tại bay long tại phần nó nơi không ca lang vẽ phải prot ở Real Madrid cái bị nâng bà mình khơi nhé đọc pram đồ chân đó lang từ vẽ phải prot đọc pram bay đó plot tại bay đong tại phần nó lược pin đọc pram đồ và
chẳng dương khơi nhỏ phân đấy dương gọi đăng đây là ta phải cuộc đại prot mình men sưu mà tên np để pa mùi Real Madrid ba và vì đấy bà bài hỏi ấy bà Li Petra vào sau đây bà chú cu ngày nay nhung áo cứ vay Man City và vay Man City vay West Bromwich hơi chúng muốn over Werder Bremen bà over Werder Bremen vay West Brom vay Man City và bảy này chung Bremen bà đôi cho bên này chia đấy Bremen bà cu dục ní có đôi chia mình miền này đá Real Madrid vẫn còn nhung vậy hói bà hơi sầm rạp Man City dục ní mùi Brighton chơi và phân đấy nhung cơ tha về tụm nôn hói bà sẽ là sạch liều mùi ní về tụm nôn đây sầm rạp và mà dạngนี้ Brighton ក៏គាត់រៀងថមថយជើងច្រើននៅការនេះសម្រាប់ Brighton ហើយការប្រកួតក្នុងទឹកដីទៀតខ្ញុំគិតថា Man City គឺមានអត្ថប្រយោជន៍ជាងយ៉ាងហោចណាស់ក៏បានមកគ្រាប់ដែរបាទចន្ទរាបាទស្ដីបាទពួកអាច Chelsea បាទតើពិតអត់មានអីទៅនិយាយច្រើនទេសម្រាប់ Chelsea ឥឡូវដូចជាទិញបានកីឡាករមួយរូបទៀតហើយពី Sporting គឺកីឡាករ Geda បាទគាត់ធឺស្ថិតនៅក្នុងតំបន់ស្លាប់បាទអាចចូលជួបដូច Arnold អញ្ចឹងណាបាទអាចនឹងស្លាប់ប្រយុទ្ធក៏បានអាចនឹងស្លាប់ការពារក៏បានបាទហើយកីឡាករកេណានេះគឺ Man U គេចង់បានតែគាត់ថា Man U ចង់បានបានតែមកចង់បានដល់ពេលទីបំផុតនោះបាទ Chelsea គេយកបាត់ហើយបាទយកបាត់ហើយបាទអញ្ចឹងសម្រាប់ Chelsea មកដល់ពេលនេះគឺខ្ញុំបាននិយាយនៅតែនិយាយដដែលសម្រាប់ក្រោមការដឹកនាំរបស់លោក Maresca គឺចំណោទធ្ងន់បំផុតរបស់ Chelsea នៅពេលនេះគឺតាក់ទងជាមួយនឹងតំបន់ការពារមើលទៅដូចជាមិនទំនងតតែសោះបាទនិយាយចេះទៅគឺមិនសូវជាទំនងតតែសោះខុសខើដុល្លារលេងឲ្យជំរឿសជាតិល្អបើដល់ពេលមកលេងឲ្យ Chelsea មើលទៅដូចជារៀងបខំបាទយើងនិយាយរៀងបខំណាមកមើលទៅដូចជាមិនហីដូចជាមានការស្ទើរច្រើនណាបាទសម្រាប់តំបន់ការពាររបស់ Chelsea ខ្ញុំមើលទៅមានការស្ទើរច្រើនណាបាទអញ្ចឹងបើសិនជា Chelsea នៅតែបន្តចង់បានតែប្រយុទ្ធអត់គិតតាក់ទងជាមួយនឹងការពង្រឹងតំបន់ការពារទេខ្ញុំគិតថាការរកពៀនគឺពិបាកណាស់បាទបាទReal មួយ Arsenal សុំពេលក្រោយប្រិមិត្តណោះបាទគ្រាន់ថានិយាយខ្លីៗថា Real គេល្អជាងបាទតែប៉ុណ្្នឹងទៅបាទព្រោះ Arsenal អត់ខ្សែប្រយុទ្ធហ្នឹងបាទអត់មាន Kai Havertz បាទមាន Gabriel Jesus បាទឥឡូវមាន3មានដាក់អាចនឹងដាក់ Saka អាចនឹងដាក់ Martinelli ហើយ Trossard ឬក៏ដាក់ Martinelli Saka ហើយ Vanari ហើយ Vanari លេងស្នាមដែរអញ្ចឹងវាពិបាកដែរអញ្ចឹងប្រិមិត្តបាទវាពិបាកបាទសម្រាប់ Arsenal មកដល់ពេលនេះអត់ប្រយុទ្ធបាទហើយនិយាយពីតំបន់បម្រើគាត់គ្រាន់ការពារគាត់គ្រាន់បាទប៉ុន្តែដល់ពេលប្រយុទ្ធរៀងចាប់ជាងរៀលល្អប្រយុទ្ធបម្រើក៏ល្អតែការពាររៀងធ្វើប្រហែលបន្តិចបាទសម្រាប់ការពាររបស់រៀលហើយបើប្រៀបធៀបគេពីតំបន់របស់គេគឺគេខ្លាំងជាង Arsenal ខ្លាំងជាមួយនឹងតំបន់ការពារតំបន់បម្រើដល់ពេលតំបន់ប្រយុទ្ធទៅហើយបាទ105ករណីរបស់ Manchester City នៅមិនទាន់កាត់សេចក្តីនៅឡើយទេបាទគិតមកដល់ពេលនេះគឺកំពុងតែបាទរងចាំដល់ថ្ងៃឡើងតុលាការសារជាថ្មីបាទបើមានករណីនេះប្រែប្រួលខ្ញុំនឹងជម្រាបជូនប្រិយមិត្តភ្លាមតែម្ដងបាទប៉ុន្តែអត់មានមែនបាទបាសេសម្រាប់ Barcelona បាទនិយាយប៉ុណ្ណឹងតិចទេបាទដូចជាមិនមានអីឆ្ងាងទេបាទសម្រាប់ Barcelona នៅក្នុងរដូវកាលនេះគឺគាត់ធ្វើបានល្អមែនទែនបាទសម្រាប់លោក Flick គឺការដឹកនាំរបស់គាត់គឺមើលទៅគាត់មានចក្ខុវិស័យបាទល្អបាទហើយបើយើងនិយាយអំពី Barcelona ខ្ញុំនៅតែនិយាយដដែលអញ្ចឹងថាតំបន់ប្រយុទ្ធរបស់គាត់គឺខ្លាំងហើយបម្រើរបស់គាត់ប្រយុទ្ធរបស់គាត់គឺខ្លាំងមែនទែនប៉ុន្តែយើងមើលទៅកន្លែងទៅមើលតំបន់ការពាររបស់ Barcelona គឺនៅមានភាពធ្វេសប្រហែសច្រើនមែនទែនបាទធ្វេសប្រហែសច្រើននិយាយទៅគឺតំបន់ការពាររបស់គាត់នៅស្ទើរសម្រាប់ Barcelona ណាបាទតំបន់ការពាររបស់គាត់នៅស្ទើរតែបើនិយាយពីតំបន់បម្រើតំបន់ប្រយុទ្ធរបស់គាត់គឺកប់តែម្ដងបាទសម្រាប់ Barcelona ហើយនិយាយពីពេលមិននិយាយអញ្ចឹងសួរយ៉ាម៉ាល់មិនដែរអូបាទយ៉ាម៉ាល់គឺជាបាទកុមារមួយរូបគឺអែមមែនតែនបាទសម្រាប់គាត់បិទតែមិនទាន់វ័យ18ប៉ុន្តែគាត់ធ្វើបានល្អមែនតែនបាទជួយក្រុមគឺកប់មែនតែនបាទខ្ញុំសូមសរសើរបាទជាមួយនឹងសមត្ថភាពដ៏ល្អរបស់ Lamine Yamal បាទហើយបើយើងនិយាយអំពីឆ្នាំនេះបើសិនជាយើងនិយាយពីបាសេយើងថា Yamal ល្អណាស់ណាប៉ុន្តែសម្រាប់កីឡាករដែលបានបាទសហការក៏ដូចជាផ្ដល់នៅគ្រាប់បាល់ទាំងអាស៊ីសច្រើនសម្រាប់ Barcelona នៅក្នុងរដូវកាលនេះគឺ Rafinha បាទ Rafinha គាត់គេថាមានតំណែងតំណងជាមួយនឹងការរកគ្រាប់បាល់ហ្នឹងគឺសឹងតែរកប្រកួតទៅហើយបាទអញ្ចឹងសម្រាប់ Barcelona ខ្ញុំមើលទៅឃើញគាត់ល្អច្រើនប៉ុន្តែបញ្ហាធំតំបន់ការពាររបស់គាត់គឺនៅមានចំណោទបាទប្រយុទ្ធខ្លាំងបម្រើខ្លាំងប៉ុន្តែការពារគឺតានតឹងមែនតើបាទតានតឹងមែនតើពេលមកឃើញហើយបាទពេលខ្លះឈ្នះគេប៉ុន្តែបាទក៏គេរកគ្រាប់បាល់បានពីអញ្ចឹងណា
mình đạch và gì thế mình xây chỉ đạch và chân vì chỉ rửa muối đại chỉ pho lồng bạc muối đài và sản phẩm Barcelona ba và rụt thọt trong đôi đồng môi nhà đồng môn Man City sẽ hạ rồi và Spain và bom phi tập quân nhung vậy hào ấy mất bà Man U nó bà chân nhìn vậy chung mất mà claim tí tới bà sẽ Manchester United bây giờ bóng cái lá co rồi bua chớn nó bóng slap và dốt bao quát Amadelo và Sadai Menten là bua mơ tới đôi trong chọc này đỡ cá nó bọn ta lấy được sai tại khơi tha sai cà pia chấm nấu thay và để tinh Mopi Arsenal nó cứ hay vẫn nút cứ thua ban là Menten xong bây giờ ca và cút Europa League nó có quát và miền cái ta tên này là Menten và sắm nhập hay vẫn và chân mơ tới và hai chị ai này thua ban là nó không là bọn cà pia hay là bọn nằm ra lấy khơi tha sắm nhập Bruno Fernandes quát ban chia diêm prăng off bị mặt phép chớn và tại đồng bọn bị dốt bóng Man U của nơi tập chia phép lục bạ môi sắm nhập trong cà rau crop đại và chẳngสำหรับ Manchester United ខ្ញុំគិតថាលោក Amorim ចាប់ផ្ដើមមើលឃើញបណ្ដាấy ពីចង្វាក់ខាតក៏ដូចជាតើគាត់នឹងត្រូវធ្វើបែបណាបន្តទៀតប៉ុន្តែគ្រាន់តែខ្ញុំលើកឡើងថាសម្រាប់លោក Amorim គាត់ប្រហែលជាយល់ពីក្រុមដែលនៅក្រៅពីតំបន់អង់គ្លេសនឹងច្រើនតែសម្រាប់ក្រុមនៅក្នុងប្រទេសអង់គ្លេសគាត់ប្រហែលជាមិនទាន់បានសិក្សាពេញលេញទេអញ្ចឹងហើយធ្វើឲ្យការដឹកនាំរបស់គាត់នៅក្នុងប្រទេសអង់គ្លេសមើលទៅមិនសូវជាទៅមុខរួចដូចជាការដឹកនាំរបស់គាត់ជាមួយនឹង Europa League ទេបាទអញ្ចឹងលោក Amorim គឺត្រូវការពេលវេលាហើយណាមួយទៀតប្រិមត្តសួរថាតើគាត់នឹងអាចត្រូវគេបណ្ដេញចេញដែរទេបាទបើសិនជាយើងនិយាយថាបានមួយដេញបានមួយដេញបានមួយដេញតើការបៀលឬក៏ការកសាងក្រុមមួយទៅរួចដែរទេបាទគឺទៅមិនរួចទេលោក Amorim កុំភ្លេចថាគាត់អត់ទាន់បានចំណាយអីទៅកីឡាករអីទេបាទអញ្ចឹងបើសិនជាបណ្ដេញគាត់ពេលនេះគឺមានន័យថាដូចគ្រូចាំផ្ទះហ្នឹងគាត់អត់មានស្អីទាំងអស់បាទហៅអ្នកថ្មីទៀតរៀបទៀតហៅអ្នកថ្មីទៀតរៀបទៀតបាទអញ្ចឹងគួរតែទុកពេលវេលាគាត់ដូចលោក Erik ten Hag អញ្ចឹងអាចនឹងមួយរដូវកាលអាចនឹងមួយរដូវកាលកន្លះឬក៏ពីររដូវកាលបាទចុះឡើងចុះតិចគាត់ដឹកនាំយកឈ្នះ Europa League រដូវកាលហ្នឹងទៅបាទហ្នឹងរឿងវាអញ្ចឹងណាបាទបើសិនជារៀលប៉ះ Barca UCL Final ដឹងល្អមើលអូបាទនិយាយល្អមើលមែនបាទគូហ្នឹងបាទ Liverpool កំពុងតារាង UCL អត់ប្រយោជន៍ចិត្តស្អាតជួនប៉ុណ្្នឹងចោលប្រិមិត្តបាទនៃមហារាជបាទដល់វគ្គនេះហើយខ្ញុំមិនទាន់អាចនិយាយបានទេបាទប៉ុន្តែគ្រាន់តែពីមុនខ្ញុំនិយាយអញ្ចឹងក៏មាន Bayern Munich មាន Barcelona មានReal Madrid មាន Liverpool បាទប៉ុន្តែឥឡូវ Liverpool គឺត្រូវធ្លាក់បាត់ទៅហើយអញ្ចឹងក្រុមដែលខ្ញុំបាននិយាយគឺនៅសល់តែ Real Bayern Munich ហើយជាមួយនឹង Barcelona សម្រាប់ខ្ញុំមើលឃើញថាសម្រាប់ Real Madrid គឺនៅជាក្រុមមួយដែលយើងមិនអាចចោលបានបាទប៉ុន្តែ Barcelona បើសិនជាក្រុមទាំងពីរនេះប៉ះគ្នាម្ដងទៀតខ្ញុំគិតថា Barcelona នៅតែមានអាទិភាពជាងបាទព្រោះថាតំបន់ប្រយុទ្ធរបស់ Barcelona គឺកាចពេកបាទដែលធ្វើឲ្យតំបន់ការពាររបស់ Real គឺមានការថមថយនៅការនេះណាគ្រាន់ថាមានទៅមានមកប៉ុន្តែសម្រាប់តំបន់ការពាររបស់ Real Madrid បើប្រៀបធៀបតំបន់ការពារមួយ Barca លើស Barca តែបន្តិចទេហើយតំបន់ប្រយុទ្ធរបស់ Barca គេខ្លាំងជាងទៀតអញ្ចឹងការប៉ះគ្នានេះដូចពិបាកណាស់ក្នុងការយកឈ្នះទៅលើ Barcelona ខ្ញុំគិតថាសម្រាប់ Barcelona មានអត្រាខ្ពស់បាទនៅក្នុងការលើក UEFA Champions League ប៉ុន្តែខ្ញុំខ្លាចតែវាច្រំដែរដែលនៅក្នុងការប៉ះមួយ Bayern Munich ត្រូវបាន Bayern Munich ទម្លាក់បាទគ្រាន់តែឥឡូវគ្រាន់តែជៀបជូនទៅប៉ុណ្ណឹងបាទគ្រាន់ថាបើសិនជាឲ្យទូទាញនៅពេលនេះខ្ញុំក៏អាចនិយាយបានថាប្រហែលបានប៉ុណ្ណឹងទេព្រោះថាអ្វីមួយចំនួនទៀតគឺអាស្រ័យទៅលើពេលវេលានៃប្រកួតពិតប្រាកដព្រោះថាពេលខ្លះចិត្តដល់ថ្ងៃលេងមែនតើស្រាប់តែ Barcelona មានបញ្ហា Gavi ឬក៏ Pedri ឬក៏មានបញ្ហា Rafinha អញ្ចឹង Barcelona ក៏តានតឹងដែរហើយ Real Madrid ចិត្តដល់ថ្ងៃប្រកួតស្រាប់តែតំបន់ការពាររបស់គាត់ឈឺឡើងវិញម្ដងទៀតនេះក៏វាជារឿងបញ្ហាដែរចូលឡើងបានឡើងទៅកាន់បានប៉ះជាមួយនឹង Arsenal លេងតំបន់ការពាររបួស 5-6 នាក់ដូចមុនទៅមិនងាប់របស់ Arsenal បាទហើយរឿងហ្នឹងគឺយើងមិនអាចទូទាញមុនបានទេគ្រាន់ថាបើសិនជាកីឡាករពេញដូចគ្នាខ្ញុំអាចនិយាយបានថាសម្រាប់ Real Madrid ប៉ះមួយ Arsenal ហ្នឹងក៏តានតឹងដែរបាទក៏តានតឹងមួយយ៉ាងដែរបាទគ្រាន់ថាសម្រាប់ Arsenal វារៀងនៅក្មេងខ្ចីដែរបាទសម្រាប់កីឡាកររបស់គាត់នៅក្នុងការលេងជាមួយនឹងពាន UEFA Champions League បើប្រៀបធៀបមួយ Real Madrid គឺគេសោះហើយបាទសោះហើយបាទអញ្ចឹងប៉ុណ្្នឹងចោះប្រិមត្តណោះបាទរៀលចាញ់តែកុកបាសេតែនៅក្នុង La Liga ទេតែបាត់ពីមួយមុនដាក់បាច់ឲ្យទេអីបាទកុំនិយាយចឹងហេងបាទយើងទោះបីជាយ៉ាងណាគឺយើងត្រូវមើលទៅលើភាពជាក់ស្ដែងបាទការប្រកួតខ្ញុំមើលទៅ
ពិតមែនបាទតំបន់ប្រយុទ្ធរបស់បាសេឡូណាគឺមានព្រៀបជាងតំបន់ការពាររបស់រៀលម៉ាឌ្រីតហើយបើយើងនិយាយអំពីបាទតំបន់ការពាររបស់រៀលនៅក្នុងរដូវកាលនេះគឺថមថយមែនតែនបាទបើសិនយើងនិយាយ Asensio មែនគាត់ល្អប៉ុន្តែគាត់ក៏ទើបតែចាប់ផ្ដើមជាមួយនឹងរៀលម៉ាឌ្រីតក្នុងរយៈពេលចុងក្រោយដែលជាមួយនឹងការខ្វះកីឡាករដែរបាទអញ្ចឹងក៏វាមានភាពតានតឹងដែរណាបាទសម្រាប់រៀលម៉ាឌ្រីតក៏មានភាពតានតឹងដែរបាទនៅក្នុងការពារជាមួយនឹងបាសេឡូណាព្រោះបាសេឡូណាតំបន់ប្រយុទ្ធរបស់គាត់ល្អពេកបាទល្អពេកហើយបាទល្អពេកហើយបាទប៉ុណ្្នឹងចប់ប្រិមត្តនោះបាទកុំឲ្យខាតពេកបាទហ្នឹងហើយហេងបាទខ្ញុំនិយាយចឹងតំបន់ការពារបាទហើយលេប៉ារីសលេងមួយលីភូកាចបាទខ្លាយទៅស្លាប់បោះ Aston Villa ទេបាទអរគុណច្រើនបាទសម្រាប់ប្រិមត្តទាំងអស់គ្នាបាទប៉ុណ្្នឹងចោះណាមេម៉ាមហារាជបាទក៏យើងដល់ម៉ោងហើយដែរបាទសូមសម្រាប់បន្តិចព្រោះទៅការបង្ហាញរូបបាទ Manchester City ជាមួយនឹង Brighton បាទអរគុណច្រើនដល់ប្រិមត្តទាំងអស់គ្នាដែលចំណាយពេលវេលាដែលមានតម្លៃតាមដានការផ្សាយពីដើមដល់ចប់ពេលនេះហើយខ្ញុំបាទក៏សូមខន្តីពីទោសបើសិនខ្ញុំបាននិយាយទៅមានការលឺលួសឬក៏ខ្វះខាតណាមួយជូនដល់ប្រិមត្តទាំងអស់គ្នាក៏សូមខន្តីពីទោសទៅកាន់ប្រិមត្តទាំងអស់គ្នាផងដែរបាទហើយក៏បាទអានតូនីបាទអានតូនីបើសិនយើងនិយាយអានតូនីឆ្លៀតទៅអានតូនីបន្តិចណាបាទក្នុងរយៈពេលប្រហែលប្រកួតចាប់តាំងពីគាត់ចូលរួមមួយរៀលបាទីសទាំងចំនួនគ្រាប់បាល់ទាំងចំនួនអាស៊ីសគឺច្រើនជាងគាត់នៅ Man U 52ប្រកួតទៀតបាទប៉ុន្តែយ៉ាងណាមិញប្រិមត្តដឹងស្រាប់ហើយសម្រាប់ការទឹកដីអេស្ប៉ាញដំបូងអ្នកដែលខ្លាំងពេលខ្លះខ្លាំងនៅការហ្នឹងត្រូវការក្រោយដូចយ៉ាប់ដូចគ្នាទេ